តម្រាបញ្ជាស្លាប់ឬក៏មុនតម្រាបញ្ជាស្ដេចពីការគឺអត់មានអ្នកណាដែលគេនិយាយទៅភាគច្រើនគឺអត់មានអ្នកដឹងតែម្ដងព្រោះរឿងហ្នឹងគឺខ្ញុំដឹងតាំងពីដែលខ្ញុំបួសដំបូងមកហើយខ្ញុំបួសដំបូងហ្នឹងគឺសិក្សាជាមួយនឹងព្រះសង្ឃទុដងគឺលោកតាលេងហ្នឹងឯងគឺជាតួអង្គរបស់រឿងរបស់ខ្ញុំដែលខ្ញុំហៅថាពុកលេងហ្នឹងណាបាទហ្នឹងហើយគឺលោកជាអ្នកខ្លាំងមួយរូបដែរប៉ុន្តែលោកអត់ចេញមុខទេហើយលោកសឹកគឺពេលដែលជិតសម័យសង្គ្រាមគឺលោកសឹកមកផុតសម័យសង្គ្រាមគឺលោកបួសវិញហើយលោកបួសហ្នឹងដោយសារតែលោកធ្វើខុសនៅរឿងមួយដំណំបើនិយាយទៅគឺមិនមែនខុសរឿងដំណំទេគឺថ្ងៃមួយហ្នឹងគឺសម័យជំនាន់ប៉ុលពតបើយើងនិយាយចំបាទថ្ងៃសម័យអង្គពតហ្នឹងគឺពេលហ្នឹងគឺពុកលេងហ្នឹងគឺគាត់បួសហើយក៏គាត់សឹកហើយដល់ពេលគាត់សឹកអញ្ចឹងគាត់មានប្រពន្ធកូនរបស់គាត់គឺរហូតដល់5នាក់ដល់ពេលអញ្ចឹងគឺសម័យហ្នឹងដូចបងអូនយើងបានដឹងហើយគឺជាសម័យដែលសម្រាប់មនុស្សច្រើនមែនតើដល់ពេលអញ្ចឹងគឺមនុស្សម្នាក់យកទៅរួចខ្លួនឯងឲ្យតែបានរួចសិនទេហ្នឹងហើយចំណុចហ្នឹងគឺលោកតាគឺលោកបានសឹកដល់ពេលអញ្ចឹងគឺគេអ្នកដែលគេធ្វើការហ្នឹងគេដឹងថាគាត់ចេះហើយនៅក្នុងថ្ងៃមួយហ្នឹងគឺតម្រៃមួយវាបានចុះព្រេងតម្រៃហើយតម្រៃហ្នឹងគឺអំពតហ្នឹងក៏គាត់បញ្ជាឲ្យទាញដងតុងនិងទាញព្រះនៅក្នុងពហិវត្តស្ពឺហ្នឹងតែនោះគេហៅថាវត្តស្ពឺបាទដល់ពេលអញ្ចឹងគឺតម្រៃហ្នឹងអត់ធ្វើតាមហេតុដោយសារតម្រៃហ្នឹងចុះព្រេងផងគឺអត់មានអ្នកប្រក្រាបតម្រៃហ្នឹងទេដល់ពេលអញ្ចឹងគឺគេឲ្យលោកហ្នឹងឲ្យគាត់ហ្នឹងមកបញ្ជាតម្រៃហ្នឹងធ្វើជាមកតម្រៃហ្នឹងដើម្បីទាញដងតុងនឹងបដួលឲ្យលេងហ្នឹងហើយពុកលេងហ្នឹងតាលេងហ្នឹងបើសិនជាគាត់អត់មកធ្វើតាមទេគឺប្រកាសណាគេនឹងយកគ្រួសាររបស់គាត់ទាំងអស់យកទៅបាយចោលទាំងអស់ហ្នឹងហើយដល់ពេលអញ្ចឹងគឺគាត់អត់អាចថាបកែកបានទេគឺគាត់មកបញ្ជាតម្រៃហ្នឹងហើយនៅក្នុងអំឡុងពេលដែលតម្រៃហ្នឹងវាចុះព្រេងខ្លាំងមែនទែនហើយតម្រៃហ្នឹងវាព្រិចអ្នកដែលបានប្រើវាហ្នឹងមកតម្រៃហ្នឹងស្លាប់រហូតដល់2នាក់ទៀតដល់ពេលអញ្ចឹងគឺលោកតាលោកពេលដែលលោកមកហ្នឹងដំបូងឡើយគឺលោកវាថាលោកសោតហើយតម្រៃហ្នឹងវាប្រងទាំងបែរមកព្រិចលោកដែរប៉ុន្តែលោកចាក់បន្ទុយតម្រៃហ្នឹងជាប់លោកចាក់បន្ទុយតម្រៃហ្នឹងហើយលោកងាកទៅស្ដាំលោកតែអាកន្លែងតាគៀកតម្រៃហ្នឹងបាទតែផឹង3ដងហើយតម្រៃហ្នឹងវារៀងវាថាវានៅស្ងៀមវារើតែវានៅស្ងៀមដល់លោកដើរទៅខាងមុខចឹងទៅលោកកេះ3ដៃទៀតមកកម្លាំងលោកកេះ3ដៃលោកកេះផឹងហើយអាពេលហ្នឹងគឺបល័យដែលលោកប្រើហ្នឹងគឺទីហុងនៅក្នុងមេទី3បាទអ្នកបួសអត់ដឹងហើយបល័យហ្នឹងលោកសោកថាណាឡាគេហ្នឹងក៏ចាប់វរៈអាត្មាតពុតាំងទាវៈកច្ចៈកណ្ណសន័យវសភាកណ្ណនតាំងមេតាពុសេកវិធនីជីតវៈមនិនតោតន្តេចសាភវតតេជាមង្គលាហើយបូករួមជាមួយនឹងមហាទម្ងន់មហាកម្លាំងរបស់គាត់ដែរបាទនិយាយទៅបល័យហ្នឹងបើសិនជាសក្តិប្រែរបស់បល័យហ្នឹងគឺប្រែថាព្រះមនិនបច្ចិនស្រីផ្ចាញ់ដំរីឈ្មោះណាឡាគិរីវរៈកច្ចៈដែលហាងខ្លាចុះព្រៃសាហាវឆាប់ឆេះក្រៃដូចភ្លឹងព្រៃឆេះកំតិចមកដូចចក្រត់ពេជ្រខ្លាំងដូចកាលសាននេះតែ3ដៃផឹងដើម្បីរត់ក្នុងក្រឹកតម្រៃហ្នឹងហើយតម្រៃហ្នឹងវាឈ្មោះអភិបហើយទំហំខ្លួនរបស់វាគឺធំជាងតម្រៃធម្មតាតម្រៃហ្នឹងបាទហ្នឹងហើយដល់ពេលវាលិតគង់អញ្ចឹងវាថាវាលិតគង់ហើយវាស្រក់ទឹកភ្នែកមកវាថាតម្រៃហ្នឹងចុះព្រៃហ្នឹងដោយសារថាវាអត់ចង់ទាញអាដងតុងទាញព្រះនៅក្នុងពហិហ្នឹងទេវាអត់ចង់ទាញទេវារបៀបថាវាដឹងដែរបាទដល់ពេលអញ្ចឹងដោយសារបកាយចិត្តបានទាំងគ្រូរបស់ខ្ញុំទាំងតម្រៃហ្នឹងដោយសារបកាយចិត្តបានគឺត្រូវតែធ្វើផុតពីធ្វើហ្នឹងដល់ពេលលោកធ្វើហើយផុតសម័យសង្គ្រាមដាច់សម័យសង្គ្រាមដាច់ពេលដែលគេបាញ់គ្នាក្នុងចំនួន8ជាងហ្នឹងផុតសង្គ្រាមចូលមកដល់ឆ្នាំ9ជាងលោកចាប់ដើមបួសវិញហើយលោកចាប់ដើមបួសវិញហ្នឹងលោកសច្ចាខ្លួនឯងហ្នឹងអត់បួសជាភិក្ខុទេលោកអត់បួសជាភិក្ខុទេលោកកាត់មករៀនជើងខ្លួនឯងចោលលោកសច្ចាព្រោះលោកធ្វើខុសហើយទាញរូបព្រះបដិមាប្រពុតដួលហ្មងពេលហ្នឹងទាញពីបលាំងហើយដួលហ្មងឲ្យដងតុងនៅលើនៅមុខពហិក៏ច្រើនមានដងតុង2អញ្ចឹងណានៅមុខពហិហ្នឹងគឺតម្រៃហ្នឹងទាញដួលទាំងអស់កម្លាំងតម្រៃហ្នឹងខ្លាំងមែនទែនហើយដល់ពេលអញ្ចឹងគឺគាត់សច្ចាខ្លួនឯងគាត់ថាគាត់ត្រូវតែទៅបួសវិញដើម្បីលៀងនៅកំហុសហ្នឹងប៉ុន្តែអញ្ចឹងនិយាយបកមកក្រោយវិញពេលដែលលោកបួសជាសាមណេរអាយុលោកទង់ជា3-10ឆ្នាំលោកទៅសិក្សារៀនជាមួយនឹងលោកតាទុដងហ្នឹងនៅលើភ្នំមួយប៉ុន្តែភ្នំហ្នឹងខ្ញុំមិនដឹងថាជាភ្នំអីទេអញ្ចឹងណាហើយនៅលើហ្នឹងមានសឡុំមួយនៅលើហ្នឹងមានតែសឡុំមួយទេសឡុំហ្នឹងអីគេហ្មងសឡុំហ្នឹងរបៀបថាគេធ្វើអញ្ចឹងមានរបៀបថាដូចជាសាលាឈរទៀនអញ្ចឹងណាសឡុំគេហៅសឡុំហូងមួយអញ្ចឹងទៅលក្ខណៈថាវាមិនមែនពហិទេប៉ុន្តែវាប្អូនពហិប៉ុន្តែអ្នកគាត់តាចាស់អ្នកដែលកាន់ពុទ្ធសាសនាដឹងហើយសឡុំហ្នឹងវាធំជាងកន្លែងស្នាក់វាស្អីតិចតែទូជាងពហិបាទវាទូជាងពហិប៉ុន្តែសឡុំអត់មានកន្លែងបញ្ចុះសីមាទេដូចពហិទេអញ្ចឹងណាវាមានទេប៉ុន្តែហ្នឹងគេហៅសឡុំប៉ុន្តែលោកទៅអាស្រ័យនៅហ្នឹងហើយសឡុំហ្នឹងទៀតសោតអត់មានលក្ខណៈថាមានក្រងពហិក្រងទ្វាក្រងអួចប៉ុន្តែអត់មានអួចមានទ្វាបិទទេហើយដល់ពេលលោកតាលេលោកទៅសិក្សាទៅបួសរៀននៅជាមួយនឹងលោកតាទុដងហ្នឹងគឺម្លងពេលដែលលោកមានអាយុដូចជា13ឆ្នាំហើយពេលហ្នឹងនៅក្នុងម្លងឆ្នាំដូចជា50ជាងទេ1950ជាងហើយនៅក្នុងជំនាន់ហ្នឹងសម័យហ្នឹងគឺមុនអាគមខ្លាំងសម័យហ្នឹង
ដល់ពេលលោកទៅរៀនសិក្សានៅហ្នឹងគឺភាគច្រើនលោកបដោតទៅរឿងសមាធិទេមុនដំបូងណាលោកតាព្រានគឺបដោតទៅរឿងសមាធិទេហើយបើនិយាយរួមទៅយើងចូលទៅក្នុងសាច់រឿងសមាធិហ្នឹងតិចចោះច្រើនតែមានប្រិយមិត្តគាត់តែងខមមិនសួរខ្ញុំអញ្ចឹងណាគាត់សួររឿងសមាធិហ្នឹងបងត្រូវធ្វើម៉េចសមាធិហ្នឹងគឺមានអីខ្លះហើយសមាធិបណ្ណាបានចូលទៅដល់ចំណុចផ្សេងអញ្ចឹងឥឡូវខ្ញុំអធិប្បាយនៅក្នុងចំណុចហ្នឹងហ្មង បាទ ដោយសារតែកម្មវិធីយើងគឺជាកម្មវិធីធំមួយដែរអញ្ចឹងរឿងដែលខ្ញុំដឹងរឿងដែលខ្ញុំយល់ខ្ញុំត្រូវតែចែកម្លែកក្នុងហ្នឹង បាទ ហ្នឹងហើយដល់ពេលអញ្ចឹងគឺសមាធិហ្នឹងគឺនិយាយដំបូងពាក្យថាសមាធិហ្នឹងគេហាត់ពីដង្ហើមឧទាហរណ៍ថាយើងហាត់ដំបូងគឺចេញវែងយើងសម្គាល់ថាដង្ហើមហ្នឹងចេញវែងយើងដឹងដង្ហើមចូលវែងយើងសម្គាល់ថាដង្ហើមចូលវែងហ្នឹងយើងដឹងយើងសម្គាល់ចឹងរហូតលុះត្រាតែដង្ហើមហ្នឹងវាខ្លីទៅដល់ត្រាដង្ហើមហ្នឹងខ្លីទៅយើងត្រូវសម្គាល់ថាដង្ហើមហ្នឹងវាខ្លីផុតពីដង្ហើមពីតកូលហ្នឹងបានបញ្ចប់ទៅគឺចូលទៅដល់តកូលទី3តកូលទី3ហ្នឹងគេហៅដង្ហើមវាថាដង្ហើមវិបាកកម្ម ប្រភេទមិនដែរ ដង្ហើមហ្នឹងគឺវាជាខ្យល់មួយដែលចាក់ដោតពីខាងក្នុងមកតែហ្មងវាថាដូចយើងត្រូវអំពើគេចឹងវាថាវាចាក់តាមឆ្អឹងតាមអីឈឺឲ្យតែវាបុកទៅដល់កន្លែងណាគឺវាឈឺកន្លែងហ្នឹង វារត់ពេញខ្លួន បាទវារត់ពេញខ្លួនហ្នឹងហ្មងហើយដង្ហើមហ្នឹងគឺប្រយ័ត្នមែនតើអ្នកដែលរៀនសមាធិគឺត្រូវតែឆ្លងឲ្យផុតពីដង្ហើមហ្នឹងលោកតាដែលឆ្លងផុតពីដង្ហើមហ្នឹងហើយដង្ហើមហ្នឹងទៀតសោតបើនិយាយទៅគឺវាធ្លាយវាអត់កំណត់កន្លែងធ្លាយអ្នកដែលរៀនគឺគាត់ដឹងហើយគេអត់កំណត់ពីកន្លែងធ្លាយពេលខ្លះគឺធ្លាយក្បាលជង្គង់ចឹងទៅវាបុកមកដល់កន្លែងហ្នឹងខ្លាំងវាធ្លាយផុតចឹងទៅឲ្យតែយើងទ្រាំបានណាហើយពេលហ្នឹងគឺលោកតាគឺរបៀបថាលោកតាលេងលោកប្រងតាឈប់ម្ដងរក្សាតែវាឈឺពេក បាទ ហើយលោកតាដែលជាលោកប្រសងធុដងហ្នឹងខ្ញុំក៏ដឹងឈ្មោះថាលោកឈ្មោះអីដែរគាត់ថាលោកតាប្រាប់កណ្ដាលដើមតងសាច់រឿងហ្នឹងគឺប្រាប់មកកាន់ខ្ញុំអញ្ចឹង បាទ លោកអត់បានរាយរាប់ប្រាប់ឈ្មោះទេបើគាត់ថាលោកគឺជាប្រសងធុដងមួយរូបដល់ពេលអញ្ចឹងលោកប្រាប់ថាលោកអ្នកដែលសម្រេចឈានដែរបាច់សោតាដែរមិនមែនដល់ឈានជាន់ខ្ពស់ទេ បាទ លក្ខណៈថាលោកសម្រេចសោតាដែរលោកដឹងពីក្នុងខ្លួនរបស់យើងត្រូវតែឈឺតាណាលោកដឹងទាំងអស់លោកថានេនត្រូវតែទ្រាំឲ្យបានអត់នេនឯងចង់ឆ្លងផុតអាហ្នឹងអញ្ចឹងលោកតាទ្រាំមែនតើលោកតាលេងហ្នឹងដែលខ្ញុំហៅថាពុកលេងលោកទ្រាំមែនតើរហូតតតែដល់ខ្យល់ហ្នឹងវាមកធ្លាយនឹងឆ្អឹងជនីនេះមកឆ្អឹងខ្នងនេះគឺធ្លាយនឹងមកធ្លាយពុជមកគឺរបៀបថាស្រាលខ្លួនមកហើយស្រាលខ្លួនហើយគឺចំណុចហ្នឹងគឺត្រូវចូលដល់ខ្យល់ទី4 មានខ្យល់ទី4ទេ ខ្យល់ទី4ផុតពីខ្យល់ទី4ហ្នឹងគេហៅថាខ្យល់សក់របៀបថាខ្យល់យើងហ្នឹងរបៀបថាយើងដកដង្ហើមអត់ដឹងថាយើងដកដង្ហើមទេហើយចំណុចហ្នឹងហើយអ្នកដែលគេស្មានខុសមួយចំនួននឹងនិយាយចឹងអ្នកដែលគេស្មានខុសមួយចំនួនស្មានខុសថាពេលដែលដល់ខ្យល់ទី4ហ្នឹងនឹកថាខ្លួនឯងចេះខុសចេះអីហើយពេលច្រើនគឺទៅរបៀបថាលោតចង់លោតពីលើដើមឈើដើមអីស្លាប់ច្រើនគ្នា អានេះបែកឆ្វេង ហ្នឹងគេហៅបែកឆ្វេងយើងលក្ខណៈថាយើងរៀនហើយវាអត់មានគ្រូធម្មមេចារ្យអីបញ្យល់ឲ្យច្បាស់លាស់ណាដល់ពេលអញ្ចឹងគឺផុតខ្យល់ទី4ហ្នឹងគឺចូលទៅដល់ការពិចារណាសុខ10ហើយគឺរបៀបថាសុខវាថាលើខ្លួនយើងហ្នឹងពេលដែលស្លាប់ទៅវាមិនវាហើមពេលណាវាមានខ្ទុះមិនអីមិនអញ្ចឹងណាវាថាវាពេលណាត្រូវតែលាយសាកសពអស់មានក្រុមឆ្អឹងមកក្រុមអីចុះគឺគេឃើញអាហ្នឹងហើយ បាទ ហើយអ្នកដែលខ្លាចវិញណាអ្នកដែលខ្លាចពេលដែលឃើញពិចារណាសុខ10ហ្នឹងវិញណាដាច់ការតូនហ្មងពេលខ្លះឈួតហ្នឹងវាថាបែកឈួតហ្មង ទទួលយកបាន បាទវាថាដល់ពេលយើងអង្គុយសុកចឹងវាថាយើងអង្គុយសមាធិបិទណែសុកចឹងវាផុសមកចំមុខយើងដូចខ្ញុំនឹងបងស្រឡឹងមើលគ្នាចឹង បាទ វាផុសមកចឹងមកឲ្យធម្មតាមនុស្សខ្លាចមិនភ្ញាក់ដាច់ផ្កាទៅវាចង់ដាច់កសែឈៀងឬក៏បែកអីទៅជាឈួតទៅជាអីចឹងទៅអាហ្នឹងហើយផុតពីហ្នឹងមកគឺគេត្រូវតែរៀនគុំធាតដីទឹកភ្លើងខ្យល់គុំធាតបើសិនជាយើងចេះគុំធាតហ្នឹងយកមកដុតនឹងអារូបហ្នឹងហើយអ្នកនឹងចេញមកខ្លាំង ស្ដាប់ទៅវារៀងស្មុគស្មាញបន្តិចបាក់សម័យដោយសារខ្ញុំមិនដែរលើ និយាយរួមទៅគឺរឿងចឹងវាច្រើនគឺអត់មានអ្នកនិយាយច្រើន អត់សូវលើ ដល់ពេលអញ្ចឹងគឺលោករៀនផុតទៅដល់គុំធាតហ្នឹងឯងរឿងផុតគុំធាតហើយលោកតាលេងគឺលោកមិនមែនរៀនតែនៅលើភ្នំហ្នឹងទេគឺនៅក្រោយភ្នំហ្នឹងគឺមានកន្លែងបញ្ចុះសពច្រើនតែបងប្អូនពេលដែលមានសពមានអីចឹងគេច្រើនតែហៅទៅបញ្ចុះហ្នឹងជំនាន់មុនគឺมันមានអាកន្លែងគេសម្រាប់បញ្ចុះសពមួយកន្លែងហ្នឹង បាទ ហើយលោកតាទុដងដំបូងឡើយគឺលោកអត់ឲ្យលោកតាលេងទៅរៀននៅកន្លែងហ្នឹងទៅពេលលោកសម្រេចនឹងអាការពិចារណាសុខ10ហើយនឹងគុំធាតហ្នឹងហើយបានលោកឲ្យទៅលោកតាលេងហ្នឹងទៅសមាធិនៅកន្លែងភ្នំខ្មោចហ្នឹងចង់ដឹងថាលោកតាលេងហ្នឹងលោកកម្រិតនៃស្មារតីរបស់លោកហ្នឹងខ្លាំងប៉ុណ្ណាអញ្ចឹង បាទ ដល់ពេលអញ្ចឹងគឺលោកទៅសមាធិនៅហ្នឹងគឺលក្ខណៈថាពេលដែលលោកទៅសមាធិនៅហ្នឹងគឺមានអ្នកសាកល្បងគឺខ្មោចចេញមកសោះសង គេចង់តេស្តសមត្ថភាព ហ្នឹងចង់តេស្តសមត្ថភាពឧទាហរណ៍ថាមុនអាគមយើងចង់រៀនពីអីគឺមុនអាគមហ្នឹងហើយអ្នកមកសាកយើងចេញមកសោះសងមកប៉ុន្តែគាត់ថាពេលលោកតារៀនហ្នឹងគឺលោកតាគិតថាដូចតាសក់10ដែរវាមានអីគួរឲ្យខ្លាចផងមនុស្សយើងដល់ពេលស្លាប់ទៅគឺហើមស្អុយលួយធម្មតាដល់ពេលអញ្ចឹងគឺលោកតារៀបថាលោករៀនបានមួយភាសាពីរភាសាបានលោកតាទុដងហ្នឹងនាំលោកតាលេងហ្នឹងនិមន្តចេញធ្វើទុដងតាមព្រៃ ចាប់ដើមដើរទុដងតាមព្រៃហ្នឹងទៅ លក្ខណៈថាលោកចាប់ដើមចេញធ្វើទុដងតាមព្រៃដំបូងឡើយគឺលោកធ្វើទុដងនៅមួយប៉ែកខាងកញ្ចេះហើយនឹងរតនគិរី
ហើយមកជួរហ្នឹង ចាក់ចោះចាក់ឡើង ហ្នឹងហើយមកបែកជួរហ្នឹងហើយបន្ទាប់មកគឺលោកបានមកធ្វើសមាធិនៅមកជួរអង្គរវត្តសៀមរាបយើងហ្នឹងឯងបាទនិយាយ មុនថ្មើរជើងឬក៏មិនដែរបង គឺថ្មជើង ថ្មើរជើង អត់មានលក្ខណៈថាមានអតេះមានអីជួនទេគឺកាត់ព្រៃសុទ្ធហ្មងនិមន្តធ្វើទៅដងមួយសាសឹងតែ5ទៅ6ខែពេលដែលលោកចូលមកវិញវាចឹងហើយចំនួនហ្នឹងគឺព្រៃដុះធំមែនតើហើយពេលដែលយើងពេលដែលគាត់ទៅសមាធិនៅមកជួរខាងកញ្ចេះមកខាងរតនគិរីហ្នឹងគឺនៅក្នុងខេត្តកញ្ចេះមួយនៅមកជួរអាលួចមកជួរភ្នំព្រេចមកជួរហ្នឹងគឺមានខាងក្នុងព្រៃហ្នឹងមានស្ទឹងមួយហើយនិយាយខ្ញុំមិនមែនឲ្យជឿខ្ញុំទេណាស្ទឹងហ្នឹងមានកពើអ្នកតាមួយកពើហ្នឹងមានក្បាលដល់12ហើយសម្បល់របស់វាហ្នឹងមិនមែនពណ៌ខ្មៅទេគឺពណ៌ខៀវសម្បល់របស់វាហើយជនជាតិពីរភូមិហ្នឹងគឺនៅជាប់និយាយទៅឆ្លងស្ទឹងគ្នាមកត្រើយមកខាងម្នាក់ បាទ អញ្ចឹងណាជនជាតិមួយគឺជនជាតិហើយមួយទៀតគឺជនជាតិបងប្អូនជនជាតិតែអញ្ចឹងបងប្អូនជនជាតិ បាទព្រោះមានច្រើនជនជាតិបាទ មានច្រើនជនជាតិ បាទ ហើយជនជាតិទាំងពីរហ្នឹងអត់ដែរត្រូវគ្នាទេហើយធម្មតាគឺជនជាតិអាគមរបស់គាត់ខ្លាំងណាស់ មានរៀងខ្លួន បាទអាគមគាត់រៀងខ្លួនបើថាលេងគ្នាលេងដល់ងាប់អត់មានថានៅរស់ទេរឿងអាគមជនជាតិហើយអាគមជនជាតិហ្នឹងទៀតសោតមិនមែនថាមានតែបល័យមានតែអីធម្មតាវាពាក់ព័ន្ធជាមួយនឹងបដាសាទៀតរឿងអាគមជនជាតិហ្នឹងហើយរឿងបដាសាហ្នឹងទៀតសោតគឺអ្នកខ្លះគេនិយាយថាតតែអ្នកសម្រាប់ឈានសមាបត្តិឬក៏អ្នកសម្រាប់ធွာជាន់ខ្ពស់ទៅអាចដាក់បដាសាបានប៉ុន្តែអត់ទេឥឡូវខ្ញុំលើកឡើងមួយរឿងបដាសាមួយបដាសាហ្នឹងគឺមានបងប្អូនខ្មែរយើងម្នាក់បងប្អូនខ្មែរយើងម្នាក់អាហ្នឹងនិយាយទៅវារៀងឡំគ្នាទេបងគាត់ថាយើងនិយាយទៅវាចូលសាច់រឿងណា បាទ យើងនិយាយទៅបើសិនជាយើងកាត់ទៅអ្នកដែលស្ដាប់គឺគាត់ស្ដាប់អត់យល់ទេ បាទ ដល់ពេលអញ្ចឹងគឺបងប្អូនខ្មែរយើងមួយចំនួនហ្នឹងដូចជាយើងមួយឆ្នាំម្លងឆ្នាំ2000ជាងនេះទេអញ្ចឹងណាម្លងឆ្នាំ2000ជាងហ្នឹងទេហើយមានបងប្អូនខ្មែរយើងហ្នឹងគាត់ទៅយកប្រពន្ធជនជាតិគាត់យកប្រពន្ធជនជាតិហើយប្រពន្ធជនជាតិហើយចំនួនហ្នឹងគឺផ្ទះកូនស្រីរបស់គេគឺគេធ្វើដាច់ដライពីឪពុកម្ដាយពេលដែលកូនស្រីរបស់គេពេញកំមុំណាហើយផ្ទះកូនកំមុំរបស់គេហ្នឹងគឺខ្ពស់យើងខ្ពស់គេធ្វើឲ្យយើងខ្ពស់ហើយធម្មតាយើងទៅធ្វើការនៅជាប់ហ្នឹងធ្វើការជាប់ហ្នឹងយើងឃើញយើងចេះតែស្រឡាញ់ចេះតែអីហើយការចំនួនហ្នឹងគឺបងប្អូនជនជាតិគឺធូរលងមែនតើនៅពេលណាដែលយើងស្រឡាញ់ហើយយើងឡើងទៅចេះពាក្យអសុរហ្នឹងយើងឡើងទៅនៅជាមួយនឹងមនុស្សស្រីហ្នឹងអញ្ចឹងគឺគេចាប់ដើមចាប់ការហើយចាប់ការហ្នឹងគឺគេអត់ប្រកបអីច្រើនគេគាត់ពីច្រើនគោមួយក្របីមួយឯជនជាតិគេប្រកបតែគោមួយក្របីមួយអីចឹងទៅដល់ពេលបងប្រុសនឹងរៀបការជាមួយនឹងប្រពន្ធជនជាតិហ្នឹងរៀបការហ្នឹងដំបូងឡើយគឺឪពុកម្ដាយហ្នឹងក៏គាត់ជាគ្រូអាគមដែរហើយទៅតាយាយហ្នឹងគឺគាត់ជាអ្នកចេះអាគមទាំងពីរហ្មងបើនិយាយពីលើផ្ទះរបស់គាត់គឺអាសនៈរបស់គាត់មិនដឹងជាស្អីខ្លះទេហ្នឹងហើយដល់ពេលអញ្ចឹងគឺគេអត់ទុកចិត្តខ្មែរយើងទេគេអញ្ចឹងគេខ្លាចរត់ចោលកូនគេបានកូនគេហើយរត់ចោល ហ្នឹងហើយ អញ្ចឹងក៏តានឹងយាយហ្នឹងឲ្យលក្ខណៈថាឲ្យបងប្រុសហ្នឹងគាត់លក្ខណៈថា ស្បាត់ស្បែក បាទលក្ខណៈថាធ្វើពិធីផឹក ទឹកសម្បត្តិអីចឹងទៅ សម្បត្តិដូចយើងអញ្ចឹងណា ហ្នឹងហើយ នឹងធ្វើពិធីអញ្ចឹងទៅប៉ុន្តែគ្រាន់តែថាការធ្វើពិធីហ្នឹងគឺគេមានបូជាយញ្ញមានបូជាយញ្ញសត្វក្របីទេបងបូជាយញ្ញទាំងរស់ហ្នឹងហ្មងហើយអំឡុងពេលដែលបរោះហ្នឹងបងហ្នឹងគឺគាត់នៅយកប្រពន្ធគាត់ធម្មតាគឺអត់តន់អីទេអត់តន់អីទេណាដល់ពេលគាត់ឈប់យកប្រពន្ធហ្នឹងគាត់រត់មកជួរខាងត្បូងឃ្មុំនេះស្រុកកណ្ដាលរបស់គាត់នៅមកជួរខាងត្បូងឃ្មុំ តែបងសំកាត់តិចពេលដែលពិធីសម្បត្តិអីហ្នឹងគេរៀបមិនខ្លះបងមានបានដឹងចំណុចហ្នឹងហើយ បងប្អូនជនជាតិរៀបខុសពីយើងបងប្អូនខ្មែរតែងតែមានបាយសី7ថ្នាក់9ថ្នាក់12ថ្នាក់ បាទ ប៉ុន្តែខាងបងប្អូនជនជាតិអត់មានរៀបអីច្រើនពាក្យច្រើនផ្ដោតសំខាន់គឺឈាមនឹងហ្មង ឈាមសុំអីចឹង បាទ ទៅ ឈាមស្រស់នឹងរៀបរបបមានកំប៉ុងជើងធូបអីដូចយើងធម្មតាដែរប៉ុន្តែគាត់ថាការចំនួនហ្នឹងធូបដែលគាត់ធ្វើហ្នឹងធ្វើពីអាចគោអាចអីទេចំនួនហ្នឹងណាវាមិនមែនដូចធូបយើងសម័យឥឡូវទេបាទហើយដល់ពេលគាត់មកខាងមកជួរត្បូងឃ្មុំនឹងស្រុកកណ្ដាលរបស់គាត់ហ្នឹងក៏ស្រាប់តែបដាសាហ្នឹងដែលត្រូវបានដាក់របៀបថាបដាសាហ្នឹងចេះរបៀបថាគេដាក់នឹងពាក្យសម្ដីរបស់យើងឧទាហរណ៍ណាអញស្អប់វាត្រូវបងពើហ្នឹងបើសិនជាយើងអត់លក្ខណៈថាយើងអត់និយាយពាក្យហ្នឹងទេមកជីវិតយើងអត់និយាយពាក្យហ្នឹងគឺពើហ្នឹងអត់ត្រូវយើងទេបដាសាហ្នឹងអត់ត្រូវយើងហ្មង បាទ ហ្នឹងវាអញ្ចឹងរហូតទៅដល់បងប្រុសម្នាក់ហ្នឹងបកាច់បាយប្រពុះមាត់ទៅតែងំដោយសារតែគាត់និយាយពាក្យដែលគេត្រូវឲ្យគាត់តម្រូវឲ្យគាត់និយាយហ្នឹងណាតែ តែ ពេល អញនិយាយបើនិយាយពាក្យហ្នឹងត្រូវបាសា ត្រូវភ្លាមហ្មង តែមានបានដឹងថាពាក្យអីហ៎បង ខ្ញុំមិនដឹងថាពាក្យអីប្រកបទេប៉ុន្តែគាត់ថាតម្រង់បែបបត់ហ្នឹងក៏គ្រូខ្ញុំធ្លាប់និយាយប្រាប់ដែររឿងបដាសាហ្នឹងគឺលោកគ្រូខ្ញុំក៏គាត់ធ្លាប់ជួបដែរគាត់ធ្លាប់ទៅធ្វើទូដងនៅហ្នឹងគឺលោកធ្លាប់ដឹងហើយលោកមានពុកធွာជាជនជាតិនៅហ្នឹងទៀតបងប្អូនជនជាតិ បានគ្នាចឹងទៅ សូមធ្វើជាលក្ខណៈថាកូនធွာពុកធွာអញ្ចឹងធម្មតាលោកទូដងលោកចេញទៅលោក
ពេលដែលមានភូមិជនជាតិលោកតែងតែបិណ្ឌបាតហើយ បាទបា ហើយ ទ ជនជាតិនៅចំនួនហ្នឹងគឺมันខុសអីពីចំនួនឥឡូវទេបើឃើញលោកទៅដងលោកអីតែងតែដាក់បាតហើយប៉ុន្តែគ្រាន់ថាសឡរបស់គេគឺរៀងពិបាកហូបបន្តិច មានអីដាក់នឹងអញ្ចឹង បា ណា ទ តាមហូបតំបន់នេះ បាទ លូន តែធម្មតាបងប្អូនជនជាតិចូលចិត្តភាគច្រើនគឺអាសឡវែកហ្នឹងមកបងស្គាល់សឡវែក អត់ដែរលឺហង អាធម្មតាអានេះវាកកិច្ចទេអាសឡវែកហ្នឹងវាធម្មតាយើងបានផ្សាយបានអីបានឆ្លុះបានអីមកអាកាពះហ្នឹងអាកាពះយើងហ្នឹងអាចខ្ចីហ្នឹងគឺយកមកបង់ដូចសឡគ្រឿងយើង អដូចជូរគ្រឿង ហ្នឹងហើយដូចគ្រឿងយើងចឹងហើយអ្នកយើងខ្មែរហ្នឹងយើងហូបយើងមិនហូបហើយធម្មតាលោកទូដងតែគេដាក់អីគឺឆានហ្នឹង ឆាន់ហ្នឹង បាទឆានហ្នឹងហើយឆាន់តិចច្រើនមិនក៏ដោយគឺត្រូវតែដាក់ហើយធម្មតាទំនៀមទម្លាប់របស់ព្រះសង្ឃទូដងពេលដែលលោកឆាន់ចង្ហាន់នៅសល់គឺលោកអត់លាងបាតទេមិនដូចយើងថាលោកអត់លាងបាតឡងពេលយប់គឺត្រូវទៅអត់ទេព្រះសង្ឃទូដងដោយសារចេះគឺលោកពេលដែលលោកអត់លាងបាតហ្នឹងដោយសារពេលខ្លះគឺលោកអត់បានទៅនិមន្តបិណ្ឌបាតទៅណាឬក៏លោកទៅកន្លែងណាមួយដាច់ពីភូមិដាច់ស្រយាលមែនតើលោកលាងបាតហ្នឹងឲ្យឆាន់គឺនៅសល់កាសបាយតិចៗហ្នឹងសម្រាប់ឆាន់ អញ្ចឹងគឺអាហ្នឹងរឿងច្បាប់ប្រសង់ទូដង បាទ ហើយពេលហ្នឹងគឺលោកក៏ធ្លាប់រៀនមុនវិជ្ជាអាគមពីបងប្អូនជនជាតិដែរ ឪពុកធွာដែលជនជាតិ ហ្នឹងហើយ បាទ ក៏លោកធ្លាប់រៀនដែរហើយលក្ខណៈថាបងប្អូនជនជាតិគេជំនឿរឿងខ្មោចព្រៃព្រាយព្រៃខ្លាំងជាងរឿងអ្នកតាគេជំនឿខ្លាំងជាង ពុកគាត់អ្នកនៅក្នុងពេលផ្សេ បាទ ង បាទភាគច្រើនគឺមានរឿងអីបន្តិចគឺបូជាយ៉ាញ់ដើម្បីអាព្រាយព្រៃខ្មោចព្រៃហ្នឹងទៅវាអញ្ចឹងណាគឺបើសិនជាយើងវិញភាគច្រើនគឺយើងជឿទៅលើអ្នកតាច្រើនជាងហើយ បាទ ប៉ុន្តែបងប្អូនជនជាតិចំណាំមើលគឺគាត់ជំនឿទៅលើព្រាយព្រៃនិងខ្មោចព្រៃច្រើនជាង បាទ គាត់ជំនឿច្រើនជាងដល់ពេលអញ្ចឹងលោកតានិងលោកតាទុដងហ្នឹងពុកលេងនិងលោកតាទុដងហ្នឹងលោកនិមន្តទៅដល់កន្លែងហ្នឹងហើយលោកបានទៅជួបប្រទះជាមួយនឹងកពើក្បាលពីរហ្នឹងហើយខ្ញុំបញ្ជាក់ទៀតខ្ញុំអត់ឲ្យបងប្អូនជឿទេប៉ុន្តែបឹងហ្នឹងនៅមកជួរខាងជើងភូមិខាងលិចមកជួរភ្នំបើបងប្អូននៅមកជំនាញហ្នឹងទៅឃើញហើយទឹកបឹងហ្នឹងពណ៌ខៀវមកជួរហ្នឹងហើយខ្ញុំក៏ធ្លាប់ទៅដល់បឹងហ្នឹងដែរ បាទ ខ្ញុំធ្លាប់ទៅធ្វើការនៅម្ដុំហ្នឹងដែរមានក្រុមហ៊ុនអាមេរិកនៅហ្នឹងគេដាំកស៊ូនៅហ្នឹង បាទ ហើយខ្ញុំធ្លាប់ទៅដល់ហ្នឹងដែរដំបូងឡើយគឺលោកគ្រូប្រាប់ខ្ញុំចំណុចហ្នឹងគឺខ្ញុំអត់ទាន់ប្រកាសទេដល់ពេលខ្ញុំទៅធ្វើការនៅហ្នឹងខ្ញុំដេញជ្រូកទៅដល់ហ្នឹងនិយាយថាខ្ញុំក៏ជាព្រានព្រៃម្នាក់ដែរ បាទ ប៉ុន្តែខ្ញុំអត់ទាន់និយាយរឿងប្រវត្តិព្រានព្រៃរបស់ខ្ញុំទេហើយដល់ពេលអញ្ចឹងគឺខ្ញុំទៅដល់បឹងហ្នឹងខ្ញុំទៅដឹងថាអូគ្រូកន្លែងហ្នឹងគ្រូអញធ្លាប់និយាយថាមានអាហ្នឹងដល់ពេលអញ្ចឹងខ្ញុំអត់ហ៊ានចុះទៅទេកន្លែងហ្នឹងឲ្យទឹកនៅហ្នឹងពណ៌ខៀវពិតមែនហើយលក្ខណៈថាមើលទៅគឺវាស្ងាត់សំបីតែមាត់ព្រៃមួយក៏អត់មានដែរនៅក្នុងទឹកហ្នឹងគឺវាចង្ឡៃមែនតើ ស្ងប់ស្ងាត់ដល់ ស្ងប់ស្ងាត់តែម្ដងគឺកន្លែងហ្នឹងហើយរហូតដែលលោកនៅពងហ្នឹងបាន3ទៅ4 5ថ្ងៃដល់ពេលអញ្ចឹងគឺលោកទូដងធម្មតាគឺលោកតែងតែនិមន្តទៅមុខរហូតដែរលោកអត់ដើរបកមកក្រោយវិញទេបើសិនជាលោកដើរបកមកក្រោយក៏លោកវៀងទៅផ្លូវផ្សេងដែរអញ្ចឹងណាលោកតារាតែកន្លែងណាមួយឬភូមិណាមួយដែលលោកសន្យាថាលោកនឹងវិលមកប្រោះនៅកន្លែងហ្នឹងវិញទើបលោកវិលមកវិញ វាចឹងតន ដល់ពេលអញ្ចឹងលោកនិមន្តរហូតតតែទៅដល់កន្លែងបឹងយ៉ាក់ឡោមនៅខាងរតនគិរីនៅពេលដែលលោកតាទូដងហើយនឹងពុកលេងហ្នឹងលោកទៅដល់បឹងយ៉ាក់ឡោមហ្នឹងដំបូងឡើយគឺលោកសមាធិនៅហ្នឹងដល់ពេលលោកសមាធិនៅហ្នឹង2 3ថ្ងៃដំបូងហ្នឹងគឺអត់អីទេកន្លែងហ្នឹងដល់ពេលអញ្ចឹងគឺលោកនៅបន្តសមាធិនៅហ្នឹងធម្មតានៅចិត្តបឹងយ៉ាក់ឡោមហ្នឹងចម្ងាយដូចជា5ទៅ6គីឡូដែរមានបងប្អូនជនជាតិនៅហ្នឹងដែរមកភូមិដែរប៉ុន្តែភូមិនៅហ្នឹងគឺអត់មានច្រើនផ្ទះទេប្រហែលជា4 10ផ្ទះទេលោកតែងតែនិមន្តទៅប្រោះសัตว์នៅហ្នឹងហើយបងប្អូនជនជាតិនៅហ្នឹងគឺគាត់សួរមកកាន់លោកតាទូដងហើយនឹងពុកលេងហ្នឹងសួរថាប្រជាជននៅគង់នៅសមាធិនៅធ្វើទូដងនៅតាណាសួរអញ្ចឹងណា បាទ ដល់ពេលអញ្ចឹងលោកប្រាប់ថានៅម្ដុំបឹងយ៉ាក់ឡោមដល់ពេលអញ្ចឹងគឺបងប្អូនជនជាតិហ្នឹងគឺគាត់ហាមគាត់ថាអត់ឲ្យលោកតាហើយនឹងពុកលេងហ្នឹងមកសមាធិនៅហ្នឹងទេគេនិយាយចំបងប្អូនថានៅហ្នឹងគឺមានពស់ធំហើយមានរបស់អាតកប៉ាំងហ្នឹងក៏ច្រើនដែរអញ្ចឹងគឺខ្លាចមានបញ្ហាដល់លោកគឺបងប្អូនជនជាតិហ្នឹងហាមមែនតើអត់ឲ្យលោកមកគុំសមាធិនៅហ្នឹងទេប៉ុន្តែលោកតាលោកមានសង្ឃដីកាថាអាត្មាបើសិនជាសម្រាប់នៅគង់នៅតាណាហើយគឺគង់នៅតាហ្នឹងហើយគឺអាហ្នឹងរឿងច្បាប់ប្រសងទូដងដល់ពេលអញ្ចឹងគឺលោកបន្តនៅគង់សមាធិនៅហ្នឹងរហូតទៅដល់2 ថ្ងៃទៅ2 ថ្ងៃទៅ3 ថ្ងៃទៀត នៅមាត់ នៅ បឹងយ៉ាក់ឡោហ្នឹង มันគៀកមាត់បឹងពេកទេប្រហែលជាខ្ទង់ប្រហែលជា30ទៅ40ម៉ែត្រពីមាត់បឹង នៅចិត្ត បាទហើយថ្ងៃមួយគឺស្រាប់តែអាឡកវាចាប់ផ្ដើមចេញពីបឹងហ្នឹងមកធំហ្មងចេញពីបឹងមកធំហើយពេលហ្នឹងគឺលោកអត់បានគិតអីច្រើនទេលោកនៅតែសមាធិធម្មតាប្រសងទូដងលោកអត់មានគិតខ្វល់ពីសភាវៈខាងក្រៅវាមិនទេគឺលោកគិតតែក្នុងធម៌របស់លោកទេសូម្បីតែពេលហ្នឹងគឺគេមកផ្ដាច់ជីវិតរបស់លោកក៏ដោយក៏លោកអត់ខ្វល់ដែរអញ្ចឹងហើយពេលហ្នឹងគឺមានសត្វពីរគឺវាធំមែនតើបើយើងនិយាយថាពស់ក៏មិនមែនពស់ដែរអាហ្នឹងអញ្ចឹងមិនមែនពស់ទេគឺវាមានបណ្ណាជាងពស់ហើយដល់ពេលឡើងមកដល់លើគោកហ្នឹងវាអាចប្រែកាឡាទៅជាមនុស្សបានទៀតនៅក្នុងអំឡុងឆ្នាំហ្នឹងដល់ពេលអញ្ចឹងគឺពស់គឺលក្ខណៈមនុស្សទាំងពីរនាក់ហ្នឹងមានស្រីមួយប្រុសមួយពេលមកថ្វាយអង្គមលោកតាហ្នឹងហើយមកស្ដាប់លោកតាទេសនាបដៅរាល់តែយប់
រហូតតតែលោកតាហ្នឹងនឹងពុកលេងហ្នឹងបានប្រាប់ថាអាត្មាមួយថ្ងៃពីរថ្ងៃទៀតត្រូវនិមន្តត្រឡប់ទៅភូមិស្រុកវិញហើយព្រោះតែសារតែលោកនិមន្តតាំងពីភូមិស្រុកលោកមកដល់ឥឡូវហ្នឹងគឺម្លងទៅក៏វាយូរដែរ បាទ លក្ខណៈថាវាចូល3ទៅ4ខែហើយប៉ុន្តែគ្រាន់ថារឿងហ្នឹងយើងនិយាយកាត់ចឹងណា បាទ ដល់ពេលអញ្ចឹងថ្ងៃមួយហ្នឹងលក្ខណៈថាថ្ងៃស្អែកហ្នឹងត្រូវលោកតានឹងពុកលេងហ្នឹងត្រូវមុនចេញមកវិញហើយក៏មនុស្សប្រុសលក្ខណៈថាមនុស្សប្រុសហ្នឹងបានហុចអាតម្រាហ្នឹងមកឲ្យលោកតាហើយតម្រាហ្នឹងទៀតសោតគឺជាតម្រាលក្ខណៈថាគេចាជាស្លឹកទេតម្រាហ្នឹង ស្លឹករត់ហ្នឹងមែន ហ្នឹងហើយមិនដឹងថាជាស្លឹកស្អីប៉ុន្តែលក្ខណៈថាចាតម្រាជាស្លឹក យោ តម្រាហ្នឹង មិនជាសភៅយើង បាទមិនជាសភៅទេគឺហុចមកឲ្យពុកលេងហើយគេប្រាប់ថាតម្រាហ្នឹងឲ្យពុកលេងរៀនទៅព្រោះតែសារតែគេហ្នឹងមានបនិស័យជាមួយនឹងពុកលេងហ្នឹង បាទ ហើយតម្រាហ្នឹងទៀតសោតគឺខ្ញុំក៏ធ្លាប់បានរៀនដែរប៉ុន្តែខ្ញុំអត់រៀនអត់ចប់ទេគឺអំឡុងពេលដែលខ្ញុំពោះជាមួយនឹងលោកតាហ្នឹងហើយដល់ពេលលោកតាហ្នឹងនិមន្តរហូតមកដល់វត្តវិញគឺលោកមកគង់នៅធម្មតានឹងវត្តហ្នឹងវិញគឺលោកនៅបន្តបួសរហូតបាននិយាយទៅគឺលោកបួសដូចខ្ញុំហ្នឹងដែរពី13រហូតដល់20ឆ្នាំទៅលោកស្រុកចឹងណា បាទ ហើយបន្ទាប់ពីហ្នឹងមកគឺលោកតាលោកបានបបួលពុកលេងហ្នឹងទៅធ្វើទុដងមុននឹងពេលពុកលេងស្រុកទៅធ្វើម្ដងទៀតហើយដំណើរទុដងរបស់លោកតាដែលត្រូវនិមន្តទៅធ្វើម្ដងហ្នឹងគឺនៅខេត្តសៀមរាបយើងហ្នឹងឯង បាទ គឺនៅប្រាសាទអង្គរវត្តហើយនៅក្នុងម្លងឆ្នាំហ្នឹងហើយឈើនៅប្រាសាទអង្គរវត្តហ្នឹងគឺធំមែនតើ ហ្នឹងហើយ គឺ យើង ស ក៏ ក់តែ មាន ព្រៃ ផ្លូវ ដែរ ស្រួលដែរ ហើយការចំនួនហ្នឹងលោកតាដែលលោកបានប្រាប់ហ្នឹងគឺមានបងប្អូនរស់នៅតាំងពីចំនួនសម័យអង្គរក៏ធ្លាប់រស់នៅមួយជួរហ្នឹងដែរប៉ុន្តែឆ្ងាយពីប្រាសាទអង្គរវត្តចឹងណា បាទ គឺរស់នៅមួយជួរហ្នឹងដែរលោកក៏បាននិមន្តទៅដល់ហ្នឹងហើយដល់ពេលលោកនិមន្តទៅដល់ហ្នឹងគឺលោកធ្វើសមាធិទុដងនៅក្នុងធម្មតាថ្ងៃមួយគឺមានសច្ចាំងបាំងបត់ចេញមកសច្ចាំងបាំងបត់ហ្នឹងគឺគេលាកសពាក់សហើយគេចេញមកពីព្រៃប៉ុន្តែមិនដឹងថាគេចេញមកពីទិសដៅណាប្រកបទេគេចេញមកដំបូងឡើយចេញមកតាចាស់ម្នាក់ទេស្លៀកសពាក់សយកចង្ហាន់យកមកប្រគេនលោកហើយបើនិយាយពីបាយរបស់គេវិញអត់ច្រើនទេបាយរបស់គេតែម្ដងប៉ុណ្្នឹងដាក់លោកឆាន់ហើយពុកលេងគិតថាបាយហ្នឹងក៏អូបលោកចង់ឆាន់ឲ្យអស់ប៉ុន្តែបាយហ្នឹងឆាន់អត់អស់ទេហើយតែឆាន់ហើយតែនៅហើយតែឆាន់ហើយតែនៅគឺឆាន់អត់អស់ហ្មងដល់ពេលអញ្ចឹងលោកតាលេងហ្នឹងពុកលេងហ្នឹងដំបូងឡើយលោកអត់ស្គាល់ថាជាសច្ចាំងបាំងបត់អីទេព្រោះដោយសារតែលោកនៅក្មេង បាទ លោកអត់ដែលបានជួបទេអញ្ចឹងណាដល់ពេលអញ្ចឹងពេលដែលគេទៅបាត់ក៏លោកសួរលោកតាថាហ្នឹងគាត់ជាអីគេវិញបានលាកសពាក់សអញ្ចឹងខ្លាចថាជាតាជីយាយជីគាត់សំសិលធម្មតាដែរគាត់នៅហ្នឹងអីអញ្ចឹងណាហើយចំណុចដែលលោកឆ្ងល់ហ្នឹងគឺឆ្ងល់នឹងបាយហ្នឹងទេហើយហេតុអីពេលលោកតែតឹងឆាន់តែនៅពេលអញ្ចឹងណា បាទ ប៉ុន្តែអត់មានម្ហូបទេបាយហ្នឹងគឺក្អោបមែនទេ បាយសធម្មតា បាយសធម្មតាទេប៉ុន្តែរបៀបបាយសហ្នឹងតែពេលលោកនិយាយហ្នឹងដូចសលូនរបៀបថាវាស្អិតដូចជាកតំណៅរបស់យើង បាទ ហ្នឹង បាទបាទ បាទវាអញ្ចឹងប៉ុន្តែវាក្លិនក្អោបដល់ពេលអញ្ចឹងលោកតាទុដងហ្នឹងលោកបានប្រាប់ថាហ្នឹងហើយគេហៅថាសច្ចាំងបាំងបត់ថាហ្នឹងហើយគឺជាសច្ចាំងបាំងបត់ដល់ពេលអញ្ចឹងលោកតាតាំងពីនោះមកលោកចំណាំសម្គាល់មើលរហូតហើយផុតពីថ្ងៃនោះមកប្រហែលជាចំនួនប្រហែលជាមួយថ្ងៃពីរថ្ងៃគឺមានចេញមកទៀតប៉ុន្តែចេញមកហ្នឹងគឺមានយាយជីរហូតដល់2នាក់បានមកទៀត បាទ ហើយមកលើកហ្នឹងគឺគេដាក់ភាជគេថាភាជដូចជាវត្ថុបាយ័សចាស់ចំនួនមុនអញ្ចឹង អានេះទៅ អាវត្ថុបាយ័សហ្នឹងគេសំដៅទៅដល់ភាជហ្នឹងគេមានអ្នកបតោងគ្រប់ហ្នឹងអាហ្នឹងគេហៅវត្ថុបាយ័សហ្នឹង អូអាក៏ពីលើ ហ្នឹងហើយក ុំឲ្យហុយកុំឲ្យសាំអត់អីចឹង ចាស់ចំនួនមុនគេហៅវត្ថុបាយ័សហ្នឹង បាទបាទ ដល់ពេលអញ្ចឹងគឺលោកទទួលចង្ហាន់ទទួលអីធម្មតាហើយថ្ងៃមួយហ្នឹងលោកតាជីហ្នឹងលោកចេញមកទៀតតាសចាំងបាំងបាត់ហ្នឹងចេញមកទៀតចេញមកក៏បានសួរលោកពុកលេងថាចង់ទៅរៀនមុនវិជ្ជាអត់សួរអញ្ចឹងណាចង់ទៅរៀនមុនវិជ្ជាអត់ហើយពុកលេងលោកក៏បានស្រឡឹងមើលមុខលោកតាទុដងហ្នឹងលោកចង់សុំយោបល់ពីលោកតាទុដងណាហើយលោកតាទុដងលោកអត់មាននិយាយស្ដីអីទេលោកគ្រាន់តែញឹមដល់ពេលអញ្ចឹងគឺពុកលេងលោកសម្រាប់ថាលោកនឹងទៅរៀនលោកចង់ដឹងណាលោកនឹងចូលទៅរៀនដល់ពេលលោកចូលទៅរៀនប៉ុន្តែពេលដែលម្លងដែលលោកចូលទៅរៀនហ្នឹងគឺអត់ឲ្យតម្រូវឲ្យស្លៀកស្បង់ជីវរទេគឺគេត្រូវឲ្យស្លៀកសពាក់សទាំងអស់ បាទ ប៉ុន្តែនៅខាងក្នុងគឺយើងអាចស្លៀកសម្ពុតងូតបានពេលសាមណេរបើសិនជាស្លៀកសម្ពុតងូតអត់ដាច់សិលទេវាអញ្ចឹងណា បាទបាទអត់តបាទអត់ដាច់សិលទេព្រោះយើងស្លៀកសម្ពុតងូតពីក្នុងហើយយើងស្លៀក សពី សពីក្រៅហើយចូលទៅហ្នឹងពេលដែលលោកម្លងពេលដែលលោកចូលទៅពេលលោកចូលទៅលោកតាហ្នឹងក៏ដើរទៅបាត់ចឹងទៅក៏ទៅអល់ទឹកដៅដែលត្រូវឲ្យចូលទៅចឹងណាហើយម្លងពេលដែលលោកចូលទៅដល់កន្លែងចំណុចដែលលោកតាហ្នឹងបាត់ខ្លួនគឺលោកចូលទៅបាត់នៅហ្នឹងដែរហើយពេលដែលលោកចូលទៅបាត់នៅហ្នឹងគឺដើមឈើដែលបានលោកធ្លាប់ឃើញនៅកន្លែងហ្នឹងពេលថ្ងៃគឺអត់ដូចហ្នឹងទេដើមឈើនៅក្នុងហ្នឹងគឺក៏ដូចចឹងទេដើមឈើរបៀបថាដូចកសអញ្ចឹងវាថាដូចកសអញ្ចឹងវាមានលក្ខឈើខាងលើទេវាសឡូនដូចទៀនអញ្ចឹង ណាមានតែសក់ឈើនៅលើអាក្រមហ្នឹងគឺស្អាតទៅរលោង អត់មានមេឃសាខាទៅពីក្រោមទេ តន់ វាថា20ទៅ30ម៉ែត្រហ្នឹងគឺមានលឹកដោះកប៉ុបទៅពីលើ តន់ បាទ គឺលោកដើរទៅរហូតលុះទៅដល់កន្លែងមួយដែលគេត្រូវសារបងលោកហ្នឹងហើយដំបូងឡើយគឺគេឲ្យឃើញលោកឃើញមាសឃើញពេជ្រនៅតាមផ្លូវហ្នឹងតែហ្មង
ហ្នឹងពេលដែលលោកនិយាយប្រាប់គឺលោកឃើញមាសឃើញពេជ្រនៅតាមផ្លូវហ្នឹងពេលដែលលោកឃើញមាសឃើញពេជ្រនៅតាមផ្លូវហ្នឹងលោកគិតថាអារបស់ហ្នឹងជារបស់ក្រៅខ្លួនទេបើសិនជាមានច្រើនអញ្ចឹងវិញគឺប្រកាសតែគេយកអស់ហើយវាមិនដែលមានច្រើនអញ្ចឹងទេលោកគិតអញ្ចឹងដល់ពេលអញ្ចឹងគឺលោកអត់ខ្វល់ពីអាមាសអាពេជ្រហ្នឹងទេប៉ុន្តែលោកតាធុដងហ្នឹងលោកនិយាយតាមយានមកជាមួយនឹងលោកហ្នឹងរហូតលោកថាកុំខ្វល់នឹងអារបស់ក្រៅខ្លួនតែខ្វល់ដល់ងាប់លោកនិយាយអញ្ចឹងហើយលោកពុកលេងហ្នឹងលោកលឺសំដីលោកតាសង្ឃលេខាលោកតាជាប់តិចរហូតមកប៉ុន្តែបញ្ជាក់ថាពេលលោកចូលទៅមិនមែនដកញៀនទៅទេគឺលោកទៅទាំងរូបមិនមែនដកញៀនទេណាចូលក្នុងភូមិសច្ចាំងបាំងបត់ហ្នឹងមិនមែនដកញៀនទេគឺចូលទៅទាំងរូបអនពេលដែលលោកចូលទៅដើរទៅតាមផ្លូវហ្នឹងគឺគេសាកល្បងលោករហូតផុតពីអាមាសពេជ្រហ្នឹងគឺគេសាកល្បងរឿងស្រីហ្នឹងគឺសំខាន់គឺរឿងស្រីហ្នឹងដល់ពេលអញ្ចឹងគឺមានស្រីរហូតទៅដល់3នាក់គឺស្អាតស្អាតមែនតើហើយធម្មតាអ្នកដែលគេសាកល្បងគេមិនដែលពាក់ចិត្តទេគឺវាថាលិចលើលិចក្រោមហ្នឹងហើយសិចអញ្ចឹងហើយពពួកស្រីហ្នឹងនៅក្នុងអាពេលគេសាកល្បងយើងហ្នឹងគឺអត់ដែរថាកកិចទេគឺស្អាតសឹងថាពីចុងជើងរហូតដល់សក់ក្បាលគឺអត់មានទាស់ដល់ពេលអញ្ចឹងមករបៀបថាគេចង់មកគៀកកោយលោកមកគៀកកោយលោកថាកុំចូលមកចិត្តលោកព្រោះលោកជាភេទអ្នកបួសបាត់ថាលោកលាកសពាក់សមែនតែលោកជាភេទអ្នកបួសអញ្ចឹងណាគាត់តែលោកគ្រាដែរប៉ុន្តែគាត់ថាគេបញ្ចេញកាយវិការគេបញ្ចេញសម្ដីបញ្ចេញអីមករបៀបថាតាក់ទាញលួងលោមហ្មងទៅយកហ្នឹងហើយដល់ពេលអញ្ចឹងលោកវាថាលោកអត់ទុននៅតែអត់ទុនចិត្តនៅស្រី3នាក់ហ្នឹងក៏ដើរចូលទៅក្នុងព្រៃបាត់ទៅដល់ពេលដើរចូលទៅក្នុងព្រៃបាត់លោកបន្តដំណើររបស់លោកហ្នឹងនិមន្តបន្តទៅមុខទៀតដល់ពេលទៅដល់ហ្នឹងគឺលោកជួបមនុស្ស2នាក់គឺមនុស្ស2នាក់ហ្នឹងខ្ពស់មែនតើកម្ពស់សឹងតែ5ម៉ែត្រមនុស្ស2នាក់ហ្នឹងហើយអ្នកខ្លះបើមកជួខាងរតនគិរីប្រចេះគេហៅថារៈភ្នំប៉ុន្តែចំណុចដែលត្រូវបំផុតគេហៅថាគ្រក់ព្រៃបងធ្លាប់ឮឈ្មោះអាគ្រក់ហ្នឹងហើយនៅវត្តខ្ញុំខ្យល់លើហ្នឹងហើយពួកអាគ្រក់ព្រៃហ្នឹងហើយចាំតិចទៀតខ្ញុំនឹងបញ្យល់រឿងពួកអាគ្រក់ហ្នឹងយើងបន្តសាច់រឿងរបស់គាត់សិនហើយពួកអាគ្រក់ហ្នឹងគឺវានៅចាំផ្លូវហ្នឹងពេលដែលលោកតាដែលពុកលេងលោកមិនមុនទៅដល់ហ្នឹងគឺវាចាប់ដើមសាកល្បងពុកលេងហើយប៉ុន្តែធ្វើអីអត់កើតទេធ្វើអីពុកលេងអត់កើតទេដល់ពេលអញ្ចឹងវាបើកផ្លូវឲ្យពុកលេងដល់ពេលវាបើកផ្លូវឲ្យពុកលេងហ្នឹងពុកលេងដើរបន្តតាណាទៅមុខទៀតរហូតទៅដល់ភូមិមួយភូមិហ្នឹងមានមនុស្សរស់នៅដូចជាភូមិរបស់យើងអញ្ចឹងបើប្រជាជនធម្មតាវិញគាត់និយាយស្លៀកពាក់ដូចសម័យលង្វែអញ្ចឹងហើយមានតាជីយាយជីភាកច្រើននៅហ្នឹងបើនិយាយពីមេភូមិរបស់គេវិញក៏ស្លៀកសពាក់សដែរដល់ពេលទៅដល់កន្លែងមួយក៏គេនាំពុកលេងហ្នឹងចូលទៅកន្លែងផ្ទះមួយផ្ទះហ្នឹងក៏រៀងធំដែរគេហៅផ្ទះរបស់មេភូមិរបស់គេហើយមេភូមិហ្នឹងគឺគាត់ស្លៀកសពាក់សរបៀបថាគាត់អង្គុយដូចខ្ញុំហើយនឹងមួយឯងអញ្ចឹងគេមានតុមានអីអញ្ចឹងដល់ពេលអញ្ចឹងគឺពុកលេងក៏លោកនៅគង់របៀបថាយើងនិយាយអង្គុយទៅលោកអង្គុយមកកន្លែងដល់ពេលអង្គុយមកកន្លែងហ្នឹងគឺគេចាប់ដើមរៀបបាយរៀបទឹកឲ្យគាត់ហូបហើយពេលដែលចូលមកហ្នឹងក៏គេដឹងថាពុកលេងហ្នឹងចូលមករៀនអាគមដែរបានម្លងបានមួយថ្ងៃហ្នឹងគេឲ្យកូនចៅរបស់គេហ្នឹង2នាក់ជូនពុកលេងហ្នឹងចូលទៅកន្លែងមួយទៀតកន្លែងដែលគេទុកតម្រាបុរាណហ្នឹងឯងដល់ពេលអញ្ចឹងគឺមនុស្សទាំង2នាក់ហ្នឹងគឺគេអត់ហ៊ានចូលទៅដល់ទេគេជូនទៅដល់ពាក់កណ្ដាលទៅគេឲ្យពុកលេងចូលទៅដល់ពេលទៅឲ្យពុកលេងចូលទៅគឺលោកមុនវាថាដើរទៅម្នាក់ឯងទេដល់ពេលដើរទៅម្នាក់ឯងទៅដល់កន្លែងមួយគឺមានពុះធំមែនតើបើលោកនិយាយសឹងថាធំជាងដើមថ្នោតទៀតមកគូហើយបើសិនជាអ្នកខ្លាចវិញបើសិនជាអត់គិតពិចារណាថាគេចង់សាកយើងទេប្រកាសជារត់ដែរប៉ុន្តែលោកអត់ទេលោកថាគិតថាគេចង់សាកយើងហើយបើសិនជាយើងថាហ៊ានថាចូលទៅពិតមែនគឺប្រកាសជាចូលទៅរៀនបានហើយលោកគិតថាបើសិនជាគេសម្រាប់យើងក៏សម្រាប់ទៅបើសិនជាគេមិនចង់ឲ្យយើងមកចូលរៀននៅហ្នឹងទេគេមិនហៅយើងចូលមកទេគិតតែប៉ុណ្្នឹងដល់ពេលអញ្ចឹងគឺលោកដើរទៅធម្មតាហើយពស់ហ្នឹងធម្មតាសាក់ពស់ធម្មតាវាច្រើនដាក់បើកពេកហើយធម្មតាវាបើកពេកពស់ធំបើកធំតាមមានពស់វាខ្ពស់ជាងយើងឈរទៀតវាថាវាចលោផងទឹកបន្លាចផងទាំងទឹកជើងណាដល់ពេលអញ្ចឹងគឺលោកតាលោកនៅតែបន្តតាណាទៅមុខទៀតរហូតទៅដល់កន្លែងមាត់រូងហ្នឹងហើយមាត់រូងហ្នឹងចូលទៅគឺជារូងភ្នំទេដល់ពេលដែលលោកចូលទៅហ្នឹងគឺលោកចូលទៅដល់ត្បូងងឹតទេដល់ពេលយូរទៅភ្លឺទៅលោកថាមាត់រូងហ្នឹងភ្លឺទៅរហូតទៅដល់លោកចូលទៅគឺអត់មានទៀនដុតទេប៉ុន្តែពលឺដែលចេញពីរូងភ្នំហ្នឹងវាច្រើនភ្លឺចេញពីពេជ្រចេញពីត្បូងមកទេដល់ពេលលោកដើរទៅទៀតចូលទៅជ្រៅទៅមែនតើរហូតដល់ភ្លឺទៅដល់កន្លែងហ្នឹងគឺមានគេតម្កល់អាកន្លែងតម្រាបុរាណហ្នឹងហើយអ្នកដែលរៀននៅក្នុងហ្នឹងគឺសឹងតែជាអ្នកស្លៀកសពាក់សទាំងអស់អ្នកដែលរៀននៅក្នុងហ្នឹងហ្នឹងជារូងភ្នំបាទរូងភ្នំហើយកន្លែងហ្នឹងគឺគេយកអាកាពីបុរាណហ្នឹងទៅតម្កល់ទុកនៅហ្នឹងអ្នកដែលមានឧបនិស្ស័យគឺគេឲ្យចូលទៅរៀននៅហ្នឹងហើយគឺខ្ញុំនិយាយចំណុចហ្នឹងអ្នកដែលធ្លាប់ចូលទៅរៀនអ្នកដែលធ្លាប់ចូលទៅប៉ះកន្លែងហ្នឹងគាត់ដឹងហើយគេច្រើនចាស់ពីជំនាន់ហ្នឹងដល់ពេលអញ្ចឹងគឺលោកចូលទៅរៀនហើយធម្មតាមនុស្សចូលទៅរៀនគឺគេឲ្យរៀនតាមមុខគេប៉ុន្តែលោកតាលេងហ្នឹងគឺលោករៀនទៅដល់3មុខវិជ្ជាគឺលោកមានសំណាងជាងគេហើយមកមុខវិជ្ជាដែលខ្ញុំបានចង់លើកឡើងហ្នឹងតម្រាហ្នឹងគឺអត់មានអ្នកចេះទេគឺមានតែលោកតាលេងពុកលេងហ្នឹងទេដែលលោកចេះ
ដោយសារតែច្បាប់នៅតែហ្នឹងគឺអ្នកណាដែលនិយាយថាកម្ពីហ្នឹងពេលយើងដកចេញមកគេឲ្យយើងមានឈើអីមួយសៀតហើយយើងបើកតែពេលយើងបើកមើលចំចំណុចអីឧទាហរណ៍ថាចំតម្រាអីឬមុនវិជាអីក៏ឲ្យយើងរៀនតែហ្នឹងឯង អូដូចចាក់ពីដែរ ឲ្យយើងរៀនតែហ្នឹងហើយអក្សរល្អិតមែនតើដល់ពេលអញ្ចឹងគឺលោករៀននៅតម្រាហ្នឹងលោករៀននៅតម្រាហ្នឹងរហូតតតែលោកចេះនៅតម្រាទាំង3ហ្នឹងលោកនិមន្តចេញមកដល់ពេលលោកនិមន្តចេញមក ប្រហែលចំណាយពេលប្រហែលខែដែរបងពេលហ្នឹង អាពេលហ្នឹងគឺលោកនៅរៀននៅហ្នឹងតែមួយអាទិត្យទេ បាទតើបាទ បាទមួយអាទិត្យប៉ុន្តែនៅខាងក្រៅសឹងតែមួយខែ នៅខាងក្រៅ បាទ នៅខាងក្រៅសឹងតែមួយខែដល់ពេលលោកមុនចេញមកវិញធម្មតាពេលហ្នឹងគឺលោកតាឧដុងហ្នឹងគឺលោកត្រូវឲ្យពុកលេងហ្នឹងក្រាលក្ដងច្បងច្បោវិញ បាទ ហើយលោកឲ្យសមាទានសិល3ធម្មតាសាមណេរពេលដែលដាច់សិលដាច់អីគឺត្រូវសមាទានសិលមកវិញហើយសិលនឹងពេញរឿងច្បាប់របស់សាមណេរគឺអត់តឹងរឹងដោយព្រះភិក្ខុទេអញ្ចឹងណា បាទ ដល់ពេលអញ្ចឹងលោកមកគង់សមាធិធម្មតានៅនឹងខាងក្រៅហ្នឹងដល់ពេលលោកគង់សមាធិហ្នឹងយប់ឡើងគឺលោកចូលឈានទៅធម្មតាពេលដែលលោកសម្រេចធម៌ពេលផុតពីពិចារណាសក់10ចូលនឹងគុំធានហ្នឹងហើយអាហ្នឹងគេហៅកម្មដ្ឋានហើយពេលលោកចូលសមាធិកម្មដ្ឋានហ្នឹងហើយពេលដែលលោកចូលឈានគឺលោកទៅដល់កន្លែងមួយហើយកន្លែងហ្នឹងគឺមានគេចាំទទួលលោកហ្មងហើយអ្នកដែលនៅកន្លែងហ្នឹងគឺមានគេធំគេលាកតែក្បិនប៉ខំចងអាកណាត់ប៉ខំដៃម្ខាងកាន់ពេង បាទ គឺនាំចូលលោកចូលទៅកន្លែងផ្លូវមួយដល់ពេលចូលទៅកន្លែងផ្លូវហ្នឹងគឺលោកដើរកាត់វារហោឋានមួយនៅពេលដែលលោកដើរកាត់វារហោឋានហ្នឹងទៅដល់កន្លែងមួយគឺលោកឃើញដើមឈើដុះមកកញ្ចុំហ្នឹង4ដើមពេលដែលលោកទៅដល់ហ្នឹងលោកដឹងថាកន្លែងហ្នឹងគេហៅថាដើមមកកាដី បាទ ដល់ពេលអញ្ចឹងលោកសន្លឹងមើលទៅគឺមានមនុស្សនៅឡើងដើមមកកាដីហ្នឹងអាហ្នឹងរឿងច្បាប់កម្មផលគឺមានគេនិយាយ បាទ គឺមានមនុស្សឡើងដើមមកកាដីគឺច្រើនមែនតើសឹងតែម្ដងរាប់រយនាក់ហើយនិយាយពីដើមមកកាដីហ្នឹងគឺធំណាស់បើនិយាយពីកង់អតេះវិញសឹងតែកង់អតេះខ្មែរយើង3បានប៉ុនដើមមកកាដីហ្នឹងមួយ ធំ ហ្នឹងហើយលោកឈរសន្លឹងមើលនៅហ្នឹងគឺមកកញ្ចុំហ្នឹងមាន4ដើមហើយមានអ្នកឡើងទៅហើយឆ្កែដែលនៅចាំនៅក្រោមដើមមកកាដីមិនមែនក្បាលតែមួយទេក្បាល3គឺវានៅចាំហ្នឹងបើមានអ្នកណាមួយអត់ឡើងគឺវាខាត់អញ្ចឹងត្រូវឡើងបើនិយាយពីដើមមកកាដីហ្នឹងវិញបលារបស់វាគ្រាន់តែយើងយកដៃប៉ះអញ្ចឹងគឺស្រោបចូលទៅហ្មងអត់ឈាមហូរឡើងហ្នឹងលោកនិយាយដល់ពេលអញ្ចឹងលោកឈរនៅមើលយូរមែនតើរហូតតតែមានអ្នកឡើងទៅដល់ពាក់កណ្ដាលធ្លាក់មកវិញហើយដើមមកកាដីហ្នឹងខ្ពស់ហ្នឹងសឹងតែ70ម៉ែត្រទៅ80ម៉ែត្រដើមមកកាដីហ្នឹងពេលដែលធ្លាក់មកវិញដំបងឡើយដើមមកកាដីហ្នឹងស្រួយឡើងទៅលើទេអត់មានមេទេពេលដែលមនុស្សធ្លាក់មកគឺដើមមកកាដីហ្នឹងវាដុះពីក្រោមហ្នឹងវាដុះមេចេញមកអូតូមកវាដុះមេចេញមកអូតូវាមានបលាធម្មតាមេវាសបលាមកមនុស្សធ្លាក់មកជ្រឹបមានមេមួយទៀតធ្លាក់មកវាយទៅលើមកលុះត្រាតែមនុស្សហ្នឹងស្លាប់ធ្លាក់មកហើយរស់កើតនៅហ្នឹងងាប់ហ្នឹងរស់ហ្នឹងឡើងវិញមករហូតតតែមនុស្សហ្នឹងឡើងទៅដល់ចុងតចុងតតែមនុស្សហ្នឹងវាថាគេឡើងទៅដល់ចុងគេអស់កម្មណា បាទ អស់កម្មលោកនៅឈរមើលនៅនឹងយូរមែនតើហើយលោកគេបាននាំលោកដើរនៅលើស្ពានមួយហើយស្ពានហ្នឹងលោកនិយាយថាអត់ធំទេស្ពានហ្នឹងបាននិយាយទៅប៉ុណ្្នឹងឯងស្ពានហ្នឹងដើររហូតតតែទៅដល់កន្លែងមួយហ្នឹងគឺវាថាដូចជាបាននិយាយទៅដូចជាប្រាសាទដូចជាវាំងអីមួយចឹងគាត់ទៅដល់កន្លែងហ្នឹងគឺទៅជួបនឹងមនុស្សម្នាក់ហើយមានរបស់គេហ្នឹងគឺធំមែនតើសម្បល់របស់គេគឺពណ៌ក្រហមសម្បល់របស់គេដល់ពេលសួរតាណាដើមតងទៅអ្នកដែលគេនៅហ្នឹងគេហៅលោកថាជាស្ដេចពីការ ស្ដាច់ពីការ បាទជាស្ដេចពីការហើយពេលដែលគេនាំលោកមកឲ្យមកជួបគេហ្នឹងដោយសារតែមុនតម្រាដែលលោករៀនហ្នឹងគឺមុនតម្រារបស់គេហ្នឹងគេថាមុនតម្រាបញ្ជាស្លាប់ឬមុនតម្រាបញ្ជាស្ដេចពីការហ្នឹងគេមកប្រាប់តំណងបោះមុនតម្រាហ្នឹងគេថាអត់ឲ្យចេះតែរៀនចេះតែអីប្រេះប្រាស់ទេព្រោះមុនតម្រាហ្នឹងពេលដែលយើងប្រើគឺអ្នកដែលខុសគឺគេដែរបើសិនតែយើងយកប្រើទៅខុស ខុសអ្នកបង្រៀនទៀត ហ្នឹងខុសអ្នកដែលចេញតម្រាហ្នឹងទៀតគឺចឹងហើយបានគេហៅលោកហ្នឹងមកហាមប្រាមកហើយផុតពីហ្នឹងមកគឺលោកចេញមកវិញដល់ពេលលោកចេញមកវិញគេនាំចេញមកវិញហើយលោកក៏តាណាទុដងមកដល់នៅភូមិស្រុកវិញមកដល់ភូមិស្រុកវិញលោកគម្រប់អាយុរបស់លោក20ឆ្នាំហើយដល់ពេលអញ្ចឹងលោកសឹកដល់ឆ្នាំដែលលោកសឹកដល់ពេលលោកសឹកបន្តពីលោកសឹកហ្នឹងមកគឺដោយតែខ្ញុំរៀបរាប់ពីដើមអញ្ចឹងពីមុនអញ្ចឹងគឺពេលជំនាន់ផុតជំនាន់ពតទៅលោកបានបួសវិញអញ្ចឹងណា បាទ ហើយបានបួសម្លងរហូតបន្តរហូតមកដល់ពេលដែលខ្ញុំបានទៅរៀនសិក្សាជាមួយនឹងលោកហ្នឹងឯងហើយអាមុនតម្រាហ្នឹងទៀតសោតគឺលោកធ្លាប់បង្រៀនខ្ញុំដែរប៉ុន្តែមុនតម្រាហ្នឹងបញ្ជាក់ថាវាមាន6ជាបញ្ជាដាច់ខាតរបស់ស្ដេចពីការហ្នឹង6ជាប្រាសាវានិយាយទៅវា12កងប៉ុន្តែខ្ញុំរៀនបានតែ2ទេនិយាយថាបណ្ដាសាមួយហើយនឹងបញ្ជាដាច់ខាតហ្នឹងមួយទេពេលដែលលោកបង្រៀនហ្នឹងដោយសារតែលោកបង្រៀនខ្ញុំហ្នឹងដោយសារតែលោកដឹងថាខ្ញុំអាយុ25ខ្ញុំត្រូវងាប់ហើយដោយសារតែខ្ញុំគឺជាកូនរបស់សុំព្រះទេ បាទ ចឹងហើយគម្រប់25ឆ្នាំគេត្រូវយកខ្ញុំទៅវិញ បាទ ដល់ពេលលោកដឹងថាអញ្ចឹងគឺលោកបរៀនអាមុនតម្រាហ្នឹងរហូតខ្ញុំបន្តអាយុរហូតមកដល់34ហ្នឹងហើយ បាទ អត់អីទេ ចុះពេលដែលលោកតាលេងបរៀនបងគាត់មានកពីមកបរៀនឬក៏គាត់ឲ្យទិញតាមគាត់ គាត់ទៅសេឲ្យយើងកត់
ហើយតម្រាហ្នឹងគឺអត់បរៀនអ្នកដតីទេគឺបរៀនតែខ្ញុំទេ តែបងដែរបានឃើញតម្រាហ្នឹងធ្លាប់នៅចា តម្រាហ្នឹងគឺខ្ញុំឃើញតបនេះគឺលោកមិនមែនបានតម្រាពីនោះទេគឺលោកកត់ទុក ណាកត់ទៅ បាទកត់ទុក ចុះថាកំពីដែលបានពីបស័យនិមិត្តរូបចេញពីស្រះយ៉ាឡោងហ្នឹងថាឲ្យជាកពី អាហ្នឹងឃើញប៉ិត ឃើញប៉ិតដែរ បាទវារបៀបដូចជាស្លឹកឈើចឹងប៉ុន្តែអាទឹកថ្នាំហ្នឹងគឺអត់ឲ្យលោកទេ ស្លឹកឈើអាចដឹងថាជាស្លឹកប្រភេទមិនច្បង ហើយនិយាយរួមទៅវាដូចជាស្លឹកពោចឹងប៉ុន្តែវាវែង ហើយយើងធំចឹងទៅ បាទវាធំទម្រង់របស់វារៀងវែងហើយគេយកអាខ្សែហ្នឹងក៏មិនដឹងថាជាខ្សែស្អីតែវាដោតមកដោតភ្ជាប់គ្នា អូចុះបាននេះច្រើនចល័ត បាទវាច្រើនស្លឹកបើរាប់មើលទៅប្រហែលជាខ្ទង់11ទៅ12ស្លឹក តម្រាហ្នឹង តន់សម័យហ្នឹង ប៉ុន្តែតម្រាហ្នឹងទៀតសោតគឺមិនមែនតែជាភាសាបាលីវាលាយជាមួយនឹងភាសាសំស្ក្រឹត បាទ នៅក្នុងតម្រាហ្នឹង តែបល័យសំស្ក្រឹតហ្នឹងតែមួយដែរ អត់ទេខុសគ្នា បល័យផ្សេងសំ សំ ស្ ស្ ក្រឹ ក្រឹ ត ត ផ្សេង ផ្សេងភាសាសំស្ក្រឹតផ្សេងបាលីផ្សេងភាសាសំស្ក្រឹតដូចជាអក្សររបស់ឥណ្ឌាចឹង យក ហើយតាំងពីខ្ញុំរៀននៅតម្រាហ្នឹងមកគឺខ្ញុំបានឃើញនៅអាពពួកអាមនុស្សហ្នឹងក៏ច្រើន ចា មកដែរ បាទ បាទពាក់ព័ន្ធនឹងជាមួយពួកអាមនុស្សហ្នឹងក៏ច្រើនមកដែរហើយប្រវត្តិរបស់លោកគឺមានតែប៉ុណ្្នឹងទេហើយបន្តចូលសាច់រឿងពេលដែលខ្ញុំនៅជាកូនសាសលោក អូខេ បាទ អូខេអ្នកនរគ្នានេះគឺជាគាត់សង្កេតសាច់រឿងខ្លះនៅពេលដែលលោកគ្រូគាត់បានទៅធ្វើទុកដងនៅតាមប្រាក្នុងភ័យ បាទបាទ បាទហើយខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាស្ដាប់ទៅរៀងច្បុកច្បល់បន្តិចដោយសារយើងអត់ស្ដាយសូវបានស្ដាប់រឿងលោកធ្វើទុកដងអញ្ចឹងវាមានហេតុការណ៍ជាច្រើនដែលយើងពិបាកនឹងគួរឲ្យជឿ បាទបាទ បាទប៉ុន្តែយើងក៏អត់លើកទឹកចិត្តឲ្យអ្នកនរគ្នាដាច់ខាតត្រូវតែជឿដែរគ្រាន់តែស្ដាប់ដើម្បីជាចំណេះដឹងទូទៅឬមួយក៏ជាការកំសាន្តបែបរន្ធត់ឬមួយក៏បែបណាឲ្យយើងបានដឹងបានលើក្នុងនាមជាអ្នកគោរពពុទ្ធសាសនាអញ្ចឹងទៅបាទអញ្ចឹងហើយយើងចូលដល់សាច់រឿងថ្មីមួយទៀតហ្មងណាបងណា ឥឡូវយើងចូលមកកាន់សាច់រឿងទី2តែម្ដងទៅសាច់រឿងទី2នេះគឺកើតឡើងនៅក្នុងអំឡុងឆ្នាំ2002ទៅ2003អំឡុងពេលហ្នឹងគឺខ្ញុំនៅភូមិ35នៅឡើយទេគឺខ្ញុំអត់ទាន់បួសទេមកជំនាន់ឆ្នាំហ្នឹងពេលហ្នឹងគឺលោកតារបស់ខ្ញុំម្នាក់ហ្នឹងគឺគាត់បានមកលេងហើយលោកតាម្នាក់ហ្នឹងគឺគាត់ជាឪពុកម្ដាយរបស់ខ្ញុំបាទនិយាយរួមទៅគឺជាจิตតាបកើតរបស់ខ្ញុំហ្នឹងឯងហើយពេលហ្នឹងគឺគាត់មកលេងរហូតដល់កន្លះខែដល់ពេលគាត់មកលេងទៅដល់កន្លះខែគឺគាត់បានមកបបួលខ្ញុំថាអាទូចឯងទៅបួសទៅអីតានាំទៅបួសដល់ពេលអញ្ចឹងគឺដំបូងឡើយក៏ខ្ញុំអត់ចង់ទៅបួសដែរដល់ពេលគាត់និយាយបបួលរៀងញយពេកទៅគឺខ្ញុំសម្រេចថាទៅតាមគាត់ហើយអំឡុងពេលហ្នឹងគឺខ្ញុំមកតាមគាត់ពិតមែនមកដល់ក្នុងវត្តហ្នឹងគឺមួយថ្ងៃពីរថ្ងៃគាត់អត់តន់ជូនទៅផ្ញើគ្រូរបស់ខ្ញុំទេបាន4ទៅ5ថ្ងៃទៅតារបស់ខ្ញុំហ្នឹងគាត់មានឈ្មោះថាតាហ៊ឿនដល់ពេលអញ្ចឹងគឺគាត់យកខ្ញុំទៅផ្ញើនៅក្នុងវត្តហ្នឹងផ្ញើនៅជាមួយនឹងលោកតាលេងហ្នឹងឲ្យទៅរៀននៅហ្នឹងហើយដំបូងឡើយលោកតាលេងក៏លោកគាត់បានបរៀនខ្ញុំដែរគឺឲ្យទៅរៀនជាមួយនឹងប្រសង់ដទៃតែលោកបួសមុនអញ្ចឹងណាឲ្យទៅរៀនវន្តាព្រះវន្តាគ្រូអីដំបូងអាធម៌យើងរៀនសម្រាប់បួសហ្នឹងណាបាទហ្នឹងហើយដល់ពេលអញ្ចឹងគឺនៅអំឡុងពេលដែលខ្ញុំនៅធ្វើសិស្សលោកហ្នឹងឯងអ្នកខ្លះគេហៅថាសេកលោកហ្នឹងឯងហើយនៅថ្ងៃមួយគឺពួកខ្ញុំបានជួបប្រទះនៅរឿងមួយហើយរឿងហ្នឹងគឺវាលក្ខណៈថារន្ធត់មកបែបដែរហើយរឿងហ្នឹងគឺខ្ញុំជួបផ្ទាល់ខ្លួនឯងតែម្ដងហើយដោយតែបងប្អូនបានដឹងស្រាប់ហើយសិស្សលោកគឺពេលដែលលោកឆាន់ហើយចង្ហាន់ថ្ងៃត្រង់គឺតែងតែយកម្ហូបមួយចានពីរចានហ្នឹងទៅទុកហូបនៅពេលល្ងាចហើយម្ហូបដែលទុកហ្នឹងគឺម្នាក់មួយចានឧទាហរណ៍ថាខ្ញុំមានសិស្ស4នាក់អញ្ចឹងញាប់ហើយខ្ញុំហើយនឹងលោកវត្តហើយនឹងឆៃគឺមានចំនួនគ្នាដល់4នាក់ហើយទម្លាប់ដែលពួកខ្ញុំហូបបាយហ្នឹងដែលបានយកទុកហ្នឹងគឺអត់ហូបបាយនៅពេលយប់ទេហើយនៅលើសាលាឆាន់ហ្នឹងគឺសាលាឆាន់វត្តហ្នឹងគឺខ្ពស់ផុតពីដីហើយនៅក្រោយសាលាឆាន់ហ្នឹងគឺមានដើមស្វាយរហូតដល់2ទៅ3ដើមហើយដើមស្វាយហ្នឹងទៀតសោតគឺនិយាយទៅគឺតែឯងតែឡងលោករហូតដើមស្វាយហ្នឹងគឺតែឯងតែឡងលោករហូតហើយនៅថ្ងៃមួយចៃដន្យអីពួកខ្ញុំគឺបានហូបបាយនៅពេលយប់អាពេលហូបបាយនៅពេលយប់ហ្នឹងគឺមានកូនសិស្សរហូតដល់2នាក់ដើរទៅតាមលោក តែពេលហ្នឹងបងតាន់បួសទេត្រូវឯងគ្រាន់តែនៅធ្វើកូនសិស្សលោកសិន បាទអត់តាន់បួសទេ អូខេអញ្ចឹងយើងនៅហូបយប់នៅឡើយទេ បាទនៅហូបពេលល្ងាចនៅឡើយទេហើយលោកប្រាំមែនតើគឺអត់ឲ្យហូបបាយនៅពេលយប់ទេគឺលោកតាលេងលោកប្រាំអញ្ចឹង បាទ ហើយវាសយអីថ្ងៃហ្នឹងគឺមានសិស្សលោក2នាក់គឺលោកញឹបហើយនឹងឆៃហ្នឹងគឺវាទៅតាមលោកដើម្បីទៅសូត្រកៅវតាឲ្យគេនៅក្នុងចុងភូមិហ្នឹងគឺមានយាយគាត់ឈឺមានយាយចាស់ម្នាក់គាត់ឈឺដល់ពេលអញ្ចឹងគេនិមន្តលោក5អង្គដើម្បីទៅសូត្រកៅវតាឲ្យដល់ពេលទៅសូត្រកៅវតាអញ្ចឹងតម្រាំតាឆៃហើយនឹងញឹបហ្នឹងត្រឡប់មកវិញគឺពេលយកបាយហើយពួកខ្ញុំគឺហូបបាយអត់ហូបចោលគ្នាទេគឺចាំគ្នារហូតអាពេលម្លងដល់ពេលដល់មកញឹបហើយនឹងឆៃមកហ្នឹងគឺនាំគ្នាចាប់ដើមឡើងទៅហូបបាយហើយអាពេលហូបបាយហ្នឹងគឺយកសឡដែលបានយកទៅទុករៀងខ្លួនហ្នឹងយកមកដាក់ជុំគ្នាដល់ពេលអញ្ចឹងគឺជំនាន់ហ្នឹងអត់មានភ្លើង7ម៉ែត្រទេគឺដុតភ្លើងទៀនហើយភ្លើងទៀនហ្នឹងគឺដុតនៅចំកណ្ដាលដល់ពេលអញ្ចឹងគឺយើងរៀបចំហូបហើយ
រៀបចំហូបបានប្រមាណ2ម៉ាត់ហើយហូបបដានិយាយគ្នាលេងបដាសួរគ្នាបដាសួរថារៀនដល់ធរណាអញ្ចឹងណាយើងធម្មតាយើងតែងតែសួរគ្នាអញ្ចឹងណា បាទ រៀនបដាហូបបាយបដាសួរគ្នាបដាពេលដែលយើងភ្លេចខ្លួនលក្ខណៈថាពួកខ្ញុំភ្លេចខ្លួនតិចស្រាប់តែមានដៃខ្មៅមួយកញ្ចក់វែងៗហ្មងវាបានលុកពីចន្លោះឆៃហើយនឹងចន្លោះញឹកវាលុកចូលមកអញ្ចឹងវាលុកមកច្បាមសឡហ្នឹងហ្មង ណៃស្រស់មក បាទផ្នែកស្រួលហ្មងហើយអាពេលហ្នឹងឃើញដំបងឡើយគឺឃើញតែខ្ញុំហើយនឹងលោកវត្តទេអាពេលហ្នឹងហើយឆៃហ្នឹងគេកំពុងតែយកលឹកព្រាយកបាយហ្នឹងមកដាក់មាត់ហើយកំពុងតែងើយនិយាយហើយខ្ញុំហ្នឹងនឹងវត្តហ្នឹងកំពុងតែយកលឹកព្រាហ្នឹងដួសសឡហ្នឹងដល់ពេលអញ្ចឹងអាដៃហ្នឹងលូកចូលមកពួកខ្ញុំដកលឹកព្រាចេញទាំងអស់ដៃហ្នឹងវាលូកមកច្បាមសឡហ្មងវាលូកមកច្បាមសឡដល់ពេលវាលូកមកច្បាមសឡវាដកទៅវិញពេលហ្នឹងពួកខ្ញុំចាប់ផ្ដើមផ្អើលហ្មងហើយនឹងញាប់ហើយនឹងឆៃហ្នឹងគឺវាបានឃើញទេអាពីរនាក់ហ្នឹងគឺឃើញតែពួកខ្ញុំអញ្ចឹងពួកខ្ញុំពីរនាក់ខ្ញុំរត់ចេញមុនដល់ពេលអញ្ចឹងវាសួរថាឯងរត់អីគេវាសួរ តែ ថា ឈប់ដល់ពេលឃើញហ្នឹងឃើញតែដៃហ្មងអត់មានកន្លែងមើលថាដៃលោកទៅមក អាពេលហ្នឹងគឺឃើញតែដៃទេអត់មានថាឃើញរូបរាងអីនៅខាងក្រៅយើងទេព្រោះជុំវិញហ្នឹងវាងឹតយើងដុតភ្លើងទៀនតែមួយទេ អូខេត ហើយភ្លើងទៀនហ្នឹងមិនតែធំតែភ្លើងទៀនទូលំឃើញដៃហ្នឹងលោកមកវាមកច្បាមសឡហ្មងហើយដល់ពេលយើងស្រឡឹងមើលទៅទៀតសឡហ្នឹងគឺអត់មានបាត់ទៅណាទេសឡហ្នឹងនៅដែរប៉ុន្តែយើងឃើញច្បាស់ណាស់ថាដៃហ្នឹងវាលូកមកច្បាមសឡហ្នឹងបាទនិយាយទៅព្រឺសបល់ហ្មងគឺវាលូកមកច្បាមហ្មងដល់ពេលខ្ញុំហើយនឹងវត្តហ្នឹងរត់ចេញអាឆៃហើយនឹងអាញឹកហ្នឹងវាសួរខ្ញុំថាពួកឯងរត់ចេញអីគេកំពុងតែស៊ីបាយឆ្ងាញ់ពេលអញ្ចឹងថាខ្មោចដងអានេះខ្មោចដងហើយខ្ញុំរត់ទៅឈរនឹងសសរមកខាងហើយខ្ញុំនៅចាំមើលទៀតមិនធូបគឺដៃហ្នឹងវាលូកមកទៀតអាពេលហ្នឹងអាពីរនាក់ហ្នឹងវាបានឃើញដែរ ឃើញតែដៃ បាទឃើញតែដៃសុទ្ធហ្មងដៃមកខាងលូកមកច្បាមហ្មង ចុះដល់ពេលបងឈប់ពីចង្អាយចឹងអត់មានឃើញខ្លួន អត់ឃើញខ្លួនទេដឹងដៃហ្នឹងលូកចេញពីប្រឡោះណាឃើញតែមកកណាត់ត្រឹមហ្នឹងដៃហ្នឹងប៉ុន្តែដៃហ្នឹងខ្មៅកញ្ចក់វែងពេកវាលូកមកច្បាមទៀតពេលហ្នឹងអាពីរនាក់ហ្នឹងវាបានឃើញទៀតវាបានឃើញម្ដង ឃើញទាំងអស់គ្នា រត់ទៅមកខាងស្រែកយកហ្មងហើយលោកដែលលោកនៅកត់ចិត្តហ្នឹងលោករៀនចិត្តហ្នឹងលោកចាប់ដើមរត់មកមើលប៉ុន្តែដល់ពេលលោករត់មកមើលមកដល់កន្លែងហ្នឹងគឺអត់មានឃើញដានអីសឡហូរអាក្លែកខ្លះអីទេតែសឡនៅតែប៉ុន្តែដៃហ្នឹងយើងបានឃើញច្បាស់ណាស់ហើយលោកតាលោកក៏បាននិមន្តមកពេលដែលយើងឮសូរសំឡេងស្រែកសំឡេងអីហ្នឹងលោកតាលោកក៏បាននិមន្តមកហើយលោកតាលោកបានប្រាប់ថាមកពីយើងខុសពាក្យខុសសម្ដីលក្ខណៈថាពេលដែលយើងនិយាយលេងយើងនិយាយថាបើមានអ្នកមកស៊ី2 3នាក់ទៀតឆ្ងាញ់អីចឹងណាយើងនិយាយចឹងដល់ពេលចឹងគឺវាមកមែនដល់ពេលចឹងចាប់ពីនោះមកគឺពួកខ្ញុំអត់ហ៊ានហូបបាយពេលយប់ទេវាចឹងហើយលោកតាលោកបានប្រាប់ថាការជំនាន់មុនណាបើសិនជាហូបបាយពេលយប់គេធ្វើអំពើងាប់ មិនចឹង ព្រោះអំពើហ្នឹងរបៀបរបបអំពើហ្នឹងគេធ្វើគេរបៀបចារបៀបថាពេលដែលយើងហូបបាយពេលយប់ឧទាហរណ៍ថាបងអត្តកាគ្រួសារមួយនៅជាប់ផ្ទះគេចឹងហើយមានចំនួនជាមួយខ្ញុំអញ្ចឹងដល់ពេលអញ្ចឹងគឺគេដឹងតែយើងហូបបាយពេលយប់ពោះសឹកព្រាតទៅគេក្តាប់អង្គហ្នឹងយកមកដាក់នឹងដបគេក្តាប់អង្គយើងយកមកដាក់ដបប៉ុន្តែគេមានបល័យរបស់គេមិនមែនធ្វើឧបកិច្ចទេអញ្ចឹង ហ្នឹងហើយ ដាក់ដបប៉ះមកពឹងទៀតក្តាប់អង្គមកក្តាប់ទៀតមកដាក់ដបទៀតប៉ះ3ដងអង្គ3ក្តាប់ដាក់ដបបើសិនគេចង់ឲ្យមនុស្សនឹងឆាប់ស្លាប់គេញាត់ស្លឹកឈើពេលណាតែគេចាក់ទឹកទៅគេញាត់ស្លឹកឈើណែនស្លឹកឈើនឹងផ្ទុះចេញមនុស្សនឹងបែកពោះងំពេលអញ្ចឹងហើយបានលោកតាពេលហ្នឹងគឺលោកតាប្រងហៅទៅវាយទៀតព្រោះលោកតាលោកអត់ឲ្យហូបបាយពេលយប់ទេលោក5ហើយ5ទៀត យើងក្មេងដែរយើងចាលួចខ្លួនលួចហូប អត់ទេវាចែកដល់ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងមាន2នាក់ទៅតាមលោកដល់ពេលអញ្ចឹងយើងអត់តន់ហូបបាយយើងមិនចាំគ្នា បាទ ដល់ពេលយើងចាំគ្នាយើងមកហូបបាយហ្នឹងហូបបាយពេលយប់ចែកដល់នេះធម្មតាមនុស្សក្មេងវាមាត់ទៅពេលចពោចតែនិយាយចេះនិយាយចោះអញ្ចឹងណាហើយដល់ពេលអញ្ចឹងរឿងការថែហ្នឹងក៏នៅតែរន្ធត់មែនតើ តែតែមករហូតដែរ គឺជាប់ជាមួយខ្ញុំនឹងមករហូតគឺខ្ញុំបាន5ពុក5ម៉ែខ្ញុំប្រាប់កូនប្រាប់ចៅខ្ញុំថាអត់ឲ្យហូបបាយពេលយប់ទេសូម្បីតែអ្នកស្គាល់គ្នាដល់ប៉ុន្តែសម័យយើងឥឡូវនេះវាមិនមែនដូចសម័យមុនមានពូលម៉ែតមានអីមានភ្លឺមានអីវាអត់អាចទៅអញ្ចឹងទេអញ្ចឹងណា ហ្នឹងហើយ ប៉ុន្តែយើងជំនាន់មុនអត់បានទេអារឿងអញ្ចឹង ខ្ញុំមិនដែលឮសោះអាហូបរឿងហូបបាយជប់វាដូចចម្លែកដែរ បាទព្រោះរឿងហ្នឹងកើតលើខ្លួនរបស់ខ្ញុំផ្ទាល់អញ្ចឹងហើយគឺបើសិនតែយើងថាយើងមិនជឿក៏វាមិនកើតដែរព្រោះយើងឃើញផ្ទាល់ ព្រោះបើតាមឮមកទៅថាអូខេដាក់អីចូលក្នុងបាយឬក៏ដាក់ចូលសឡដាក់ចូលទឹកអីអាហ្នឹងប្រាប់ឮច្រើនដល់ពេលគាត់តែយើងញ៉ាំផ្ទះយើងគេធ្វើពីផ្ទះគេវាអត់ដែលឮ អាហ្នឹងមានបង ប្លែកមានហើយរឿងហ្នឹងគឺអារឿងទី2ហ្នឹងគឺវាមិនវែងទេវាខ្លីតែប៉ុណ្្នឹងទេ បាទ ហើយយើងចូលដល់រឿងទី3របស់យើង អូខេ រឿងទី3របស់យើងហ្នឹងកើតនៅក្នុងអំឡុងឆ្នាំ2006ទៅ2007ខ្ញុំអត់តាន់សាក់ទេតែពេលហ្នឹងខ្ញុំទៅរៀននៅកោះអណ្ដែតទៅវត្តកោះអណ្ដែត ពេលហ្នឹងបងប្រហែលអាយុប៉ុន្មានដែរបង នៅក្នុងអំឡុងហ្នឹងខ្ញុំដូចជាអាយុ17ទៅ18ឆ្នាំ តំដឹងក្តីដែរ បាទហើយខ្ញុំមុនមកលេងផ្ទះហ្នឹងគឺចែកដល់អីអ្នកដែលនៅជាប់ផ្ទះហ្នឹងគឺគាត់មានឈ្មោះថាពូរុនហើយកូនរបស់គាត់ម្នាក់គឺមិត្តភក្តិរបស់ខ្ញុំទេគេមានឈ្មោះថានីស្នាពីរអ្នកគេហ្នឹងហើយនៅក្នុងអំឡុងឆ្នាំហ្នឹងនៅភូមិ35ហ្នឹងគេដូរក្រុមហ៊ុនណាក្រុមហ៊ុនចាស់ហ្នឹងផុតតំណទៅគឺក្រុមហ៊ុនថ្មីហ្នឹងគេដេញបានអញ្ចឹងហើយកស៊ូដែលនៅជុំវិញហ្នឹងទាំងអស់គេកាត់ហើយប្រជាពលរដ្ឋគឺអត់សូវមានការងារធ្វើទេវាអញ្ចឹងគឺអត់សូវមានការងារធ្វើទេដល់ពេលអត់សូវមានការងារធ្វើអញ្ចឹង
អ្នកខ្លះក៏គេទៅស៊ីឈ្នួលនឹងក្រុមហ៊ុននឹងហើយជំនាន់ហ្នឹងប្រាក់ខែតិចមែនតើ28ទៅ29ម៉ឺនទេ បាទ នៅក្នុងអំឡុងឆ្នាំហ្នឹង បាទ ហើយអ្នកខ្លះគេធ្លាប់ជាជាប់បានលុយច្រើនអីចឹងកាលពីកស៊ូនៅចឹងទៅគឺគេខ្លះគេអត់ធ្វើអត់កើតទេគេសុខចិត្តដើរជំនះស៊ីម៉ៅស៊ីអីចឹងគេអត់ធ្វើការនឹងក្រុមហ៊ុនហ្នឹងទេ បាទ ហើយគ្រួសារមកគ្រួសារហ្នឹងគឺបើនិយាយទៅជាប់ផ្ទះគ្នាហ្មងជាប់ដបងផ្ទះមួយខ្ញុំហ្មងគ្រួសារហ្នឹង បាទ តែពេលអញ្ចឹងពុកគាត់ពីដើមឡើយក៏ជាព្រានប្រៃដែរហើយត្រូវមានអ្នកឈ្មួញមកប្រាប់គាត់ថាបើសិនជារកលុយអត់បានអញ្ចឹងឯងទៅរកសัตว์ទៅគឺអញទិញសัตว์កាលចំនួនហ្នឹង ហ្នឹងហើយ តែគាត់ទិញសัตว์ទិញប្រមាណ1គីឡូប៉ុណ្ណេះ1គីឡូប៉ុណ្ណេះប្រូ1គីឡូប៉ុណ្ណេះប៉ុណ្ណេះអញ្ចឹងណា បាទ ហើយគាត់ក៏សម្រេចចិត្តថាគាត់នឹងចូលទៅក្នុងព្រៃដើម្បីរកសัตว์ប្រមាណហ្នឹងដល់ពេលអញ្ចឹងគឺកូនប្រសាគាត់មួយនៅខាងសំងខាងបតងនៅជាប់ព្រៃកុងហ្នឹងមែនតើចំនួនមុនហ្នឹងគឺព្រៃវាជាប់ភូមិសំងបតងហ្នឹង បាទ គឺគេអត់ទាន់កាត់ដូចឥឡូវទេអញ្ចឹងណាហើយដល់ពេលអញ្ចឹងគាត់សម្រេចថានឹងចូលទៅរកប្រមានៅក្នុងព្រៃកុងហ្នឹងដល់ពេលគាត់ចូលទៅរកដើមឡើយគឺអត់មានបញ្ហាអីទេគាត់រកនៅជាប់ភូមិហ្នឹងគឺសិក្សាប្រមាសត្វពង្រូហ្នឹងគឺវានឹងមាន បាទ បើនិយាយទៅពង្រូអត់សូវរកបានទេមួយយូរមួយអញ្ចឹងណាពេលអញ្ចឹងគឺគាត់រកបានប្រមាហើយរបៀបរបបដែលគាត់រកប្រមាហ្នឹងគឺគាត់អត់បដាលឆ្កែទេគឺគាត់អត់យកឆ្កែទៅតាមទេខ្លាចឆ្កែវាខាំប្រមាខាំអីរបករោមបោចអីទៅគឺគេអត់ទិញទេទោះបីតែគេទិញក៏ឲ្យតម្លៃថោក លើ ដែរ អត់បានថ្លៃ បាទដល់ពេលអញ្ចឹងរបៀបដែលគាត់ចូលទៅរកហ្នឹងគឺអត់បដាឆ្កែទេរបៀបថាគាត់ឃើញកន្លងធម្មតាសត្វប្រមាវាមានកន្លងរបស់វាសត្វប្រមាវាមានកន្លងដូចកដោចឹងតែកន្លងវាធំអត់ដូចហ៊ុនវាហ៊ុនណា និយាយទៅកន្លងដូចកដោដែលឃើញកន្លងកដោវាកាត់ទៅផ្លូវកាត់តាមព្រៃតាមអីហ្នឹងតែកន្លងវាធំចឹងដល់ពេលអញ្ចឹងគឺគាត់ឃើញកន្លងហ្នឹងឃើញអាចឃើញបានថ្មីហ្នឹងគាត់ជីកគាត់រកគាត់ដាក់របៀបថាគាត់ដាក់ដូចទ្រូយើងរាំងត្រីដាក់នេះចឹងពេលប្រមាឧទាហរណ៍តែប្រមារត់ចូលទៅវាចូលទៅវាក្តោបហើយវាហត់ចេញមកក្រោយវិញអត់បានទៅព្រោះតែសារតែហូបវាបាស់ទៅក្រោយ ហ្នឹងហើយ ហ្នឹងហើយដល់ពេលអញ្ចឹងគាត់ប្រើរបៀបហ្នឹងដើម្បីរកដល់ពេលរកយូរទៅនៅគៀកភូមិហ្នឹងអ្នកប្រជាជននៅហ្នឹងច្រើនតែចាប់ដីកាប់ធ្វើចការធ្វើអីចឹងគឺគាត់រកអត់បានទេម្ដងហ្នឹងហើយមិនមែនមានតែគាត់ទេតែអ្នករកគឺមានអ្នករកផ្សេងទៀត ជាយូរទឹកសត្វទឹក បាទសតទៅគាត់សម្រេចចិត្តថានឹងចូលទៅដល់ទឹកដីកំពង់ធំដើម្បីរកហើយមកមុខហ្នឹងគឺមុំ3វាថាកំពង់ធំកំពង់ចាមហើយនឹងកាចេះវាអញ្ចឹងណា ព្រោះបីធំដែរ បាទចូលទៅមកជួនហ្នឹងដល់ពេលអញ្ចឹងគឺគាត់សម្រេចចិត្តថាចូលទៅក្នុងព្រៃជ្រៅដើម្បីរកសត្វប្រមាហ្នឹងដល់ពេលថ្ងៃមួយគឺគាត់នៅសម្រាប់នៅផ្ទះកូនប្រសារបស់គាត់ហើយទម្លាប់របស់គាត់អត់ចូលទៅដេកនៅក្នុងព្រៃទេទម្លាប់របស់គាត់ណា បាទ គឺអត់ចូលទៅដេកក្នុងព្រៃទេបើសិនជាឆ្ងាយគាត់ក្រោកទៅម៉ោង3យប់ម៉ោង4អីអញ្ចឹងទៅគឺគាត់ក្រោកជិះម៉ូតូទៅពីរនាក់កូនគាត់ហើយរបៀបរបបដែលគាត់ជីកហ្នឹងគឺអត់មានចោលកាត់ទេរបៀបថាចនិចផ្លែហ្នឹងវាថាពីផ្នត់ដៃអញ្ចឹងណាគាត់ស្រួលចងដាក់តាមម៉ូតូវាអត់ញ៉ៃអញ្ចឹងណា បាទ ដល់ពេលអញ្ចឹងដល់ពេលគាត់ជិះម៉ូតូទៅតាមផ្លូវចៃដន្យថ្ងៃហ្នឹងគឺគាត់អត់ឲ្យប្រភ្នូអត់ល្អទេគាត់គ្រាន់តែជិះម៉ូតូចូលទៅដល់ក្នុងព្រៃហើយចម្ងាយផុតពីផ្ទះហ្នឹង2ទៅ300ម៉ែត្រទេគឺគាត់ឃើញមនុស្សស្លៀកសពាក់សឈរនឹងដើមច្បក់ជាប់ផ្លូវហ្នឹងហើយដើមច្បក់ជាប់ផ្លូវហ្នឹងចម្ងាយវាផុតពីផ្លូវទៅដើមច្បក់ហ្នឹងចម្ងាយប្រហែលជា10ម៉ែត្រវាចម្ងាយហ្នឹងប៉ុន្តែគាត់ឃើញមនុស្សហ្នឹងឈរនឹងដើមច្បក់ហ្នឹងហើយធម្មតាផ្លូវចូលទៅក្នុងព្រៃកុងមកជួរហ្នឹងគឺតាមគេបអត់ទេជិះម៉ូតូជិះអីខ្សាច់អីជ្រៅទេអញ្ចឹងណាគឺគាត់មានកលុកមានអីចឹងដល់ពេលគាត់ឃើញគាត់ខំសន្លឹងមើលមនុស្សហ្នឹងគាត់ចង់ដឹងថាមនុស្សឬមួយខ្មោចគាត់ខំសន្លឹងមើលដល់ពេលគាត់ខំសន្លឹងមើលហ្នឹងទៅចិត្តដល់ហ្នឹងហើយគាត់ស្រាប់តែធ្លាក់កលុកគាត់មើលមកក្រោមដល់ពេលគាត់មើលមកក្រោមគាត់ងាកទៅវិញក៏បាត់មនុស្សហ្នឹងក៏គាត់បន្តដំណើរជិះទៅទៀតជិះទៅវាធម្មតាយើងក្រោកម៉ោង3ម៉ោង4វាចេះតែភ្លឺទៅហ្នឹងហើយក៏គាត់ចូលទៅដល់ព្រៃមួយគាត់គិតថាព្រៃហ្នឹងវាមានសត្វប្រមាណហ្នឹងនៅដល់ពេលអញ្ចឹងគាត់យកម៉ូតូយកទៅដាក់នឹងកន្លែងមួយហើយគាត់ទៅធានដាក់នៅជាប់ផ្លូវទេម៉ូតូហ្នឹងគឺគាត់ទៅធានដាក់ទៅជាប់ផ្លូវទេគាត់ដាក់ទៅឆ្ងាយពីផ្លូវប្រហែលជា2ទៅ300ម៉ែត្រព្រោះគេខ្លាចគាត់ខ្លាចគេលួចចឹងណាធម្មតាគេឆ្លងកាត់ទៅឃើញម៉ូតូទុកចោលខ្លាចគេយក ហ្នឹងហើយ ដល់ពេលអញ្ចឹងគាត់ដាក់រៀងឆ្ងាយដល់គាត់ដាក់រៀងឆ្ងាយគាត់ចូលទៅក្នុងព្រៃចូលទៅគាត់ដើរទៅរៀងជ្រៅដែរម៉ោងប្រហែលជា11ទៅ12ថ្ងៃត្រង់ហើយគាត់ដើរទៅដល់កន្លែងហ្នឹងគាត់ឃើញប្រមា2ក្បាលគាត់ឃើញប្រមា2ក្បាលណាប្រមា2ក្បាលនោះវាទូចមួយធំមួយរបៀបថាឈ្មោលឯញីវាធំឈ្មោលទៅអញ្ចឹងណា បាទ គាត់ស្មានមីញីហ្នឹងទម្ងន់របស់វាប្រហែលជា7ទៅ8 10គីឡូគឺវាធំមែនតើបាទមីញីហ្នឹងតែឈ្មោលយើងថា14ទៅ15គីឡូទៅដល់ពេលអញ្ចឹងគាត់ឃើញប្រមាហ្នឹងរត់តាមកន្លងហ្នឹងច្បាស់ពីរត់បដិញគ្នាទៅហ្មងដល់ពេលគាត់មើលតាមកន្លងហ្នឹងទៅគាត់វែកព្រៃធម្មតាខែហ្នឹងវាមានស្បូវមានអីអញ្ចឹងគាត់វែកតាមស្បូវតាមអីអញ្ចឹងណាទៅដល់កន្លែងហ្នឹងគាត់ឃើញរូងហើយថ្មីដល់ពេលអញ្ចឹងគឺគាត់ឲ្យកូនរបស់គាត់នេសាហ្នឹងដើរកាប់វាតអាព្រៃវាថាប្រាច់របៀបថាស្បូវអីហ្នឹងឲ្យវាតមកទីធ្លាហ្នឹង10ម៉ែត្រ20ម៉ែត្រហ្នឹងឲ្យវាតឲ្យអស់អញ្ចឹងណា បាទ ហើយនេសាហ្នឹងគឺគាត់បានដើរកាប់ព្រៃហ្នឹងមែនដល់ពេលកាប់ព្រៃហ្នឹងទៅឪពុករបស់គាត់ដែលជាពរុនហ្នឹងឈ្មោះពរុនហ្នឹងគឺឲ្យនេសាហ្នឹងថាហែដើរមើលរូងប្រហុយទៅខ្លាចវាចេញតាមរូងប្រហុយហ្នឹងធម្មតាយើងជីកទៅខ្លាចវាចេញទៅតាមរូងប្រហុយដូចកដោអញ្ចឹង បាទ ដល់ពេលអញ្ចឹងនេសាហ្នឹងខំប្រឹងដើរកាប់ជុំមកមើលរូងប្រហុយហ្នឹង
រុងប្រហុយហ្នឹងនេះស្នាហ្នឹងស្រែកប្រាប់មកឪពុកហ្នឹងថាពុកអើយរុងប្រហុយហ្នឹងមាន5រុងប្រហុយរបស់ប្រមាហ្នឹងវាមាន5 បាទ ដល់ពេលអញ្ចឹងថាបើសិនជារុងប្រហុយហ្នឹងមាន5ទេហើយបិទ4ទៅទុក1ហើយអាកន្លែងដែលប្រមាហ្នឹងវានៅវាមានរុងហ្នឹងវាមានទួលរបៀបទួលទៀតមិនមែនដបោកទេ ហ្នឹងហើយ បើរបៀបថាដីទួល ទូតិច បាទ តិចមកមើលដឹង ហ្នឹងហើយមកមើលដឹងទួលហ្នឹងដល់ពេលអញ្ចឹងគឺគាត់ឲ្យកូនរបស់គាត់នេស្នាហ្នឹងយកអាដើមឈើរបៀបថាមេឈើប៉ិនមេដៃប៉ិននេះចឹងកាប់រៀងឆាប់ទៅញាត់ជាមួយនឹងស្មៅឲ្យទឹកស្រួចចូលទៅក្នុងរូងហ្នឹងទៅដើម្បីឲ្យអាប្រមាហ្នឹងវាប្រកឡើងមកហ្នឹងវាចាក់ភ្នែកចាក់អីវាត្រឡប់ទៅវិញវាចឹងក៏មកចេញតាមហ្នឹងចឹងណាប៉ុន្តែញាត់ហ្នឹងគឺញាត់ឲ្យណែនហើយគាត់ជីកបដាវាថាជំនីគាត់ផ្លែធំប៉ុនពីថ្នប់ដែរគាត់ជីកបដាទៅចុះរូងប្រមាវាមិនមែនទៅចិត្តអីវាឆ្ងាយ បាទ ដល់ពេលអញ្ចឹងគាត់ប្រាប់ឲ្យនេស្នាហ្នឹងញាត់បិទរុងប្រហុយ4ហើយយកអាស្បៃដែលគាត់ត្រូវដាក់មុខអារុងប្រហុយមួយអំឡុងវារត់ចូលហ្នឹងទៅអញ្ចឹងណា ពេលរត់ចេញទៅជាប់ស្បៃនឹងចឹងទៅ បាទ ដល់ពេលអញ្ចឹងធ្វើហើយនេស្នាហ្នឹងធ្វើហើយគាត់ជីកហើយបានថៃជា2ទៅ3ម៉ែត្រទៅរុងហ្នឹងវាចេះតែចុះទៅក្រោមមុនដំបូងត្រឹមខ្នងជើងយើងទេយូរទៅត្រឹមជង្គង់អញ្ចឹងណាគាត់ជីកដល់ត្រឹមជង្គង់ក៏គាត់សម្រេចថាគាត់សម្រេចសិនព្រោះវាហត់ បាទ លក្ខណៈតែគាត់ហត់គាត់សម្រេចហូបបាយសិនណាបាយហ្នឹងគាត់វិចមកពីផ្ទះមកដល់ពេលអញ្ចឹងដល់ពេលគាត់ហូបបាយហូបអីហើយម៉ោងប្រហែលជា12ទៅម៉ោង1គឺគាត់ចាប់ផ្ដើមបន្តជីកទៀតគឺគាត់ជីកមុនដំបូងឡើយគឺពរុនហ្នឹងគឺគាត់អ្នកជីកដល់ពេលគាត់ជីកហោតដល់ហើយហ្នឹងគឺគាត់ហត់ហ្នឹងគាត់ឲ្យនេស្នាហ្នឹងជីកម្ដងឲ្យកូនគាត់ហ្នឹងគឺឲ្យកូនគាត់ជីកម្ដងដល់ពេលកូនគាត់ជីកបានប្រហែល2ទៅ3ម៉ែត្រទៀតគឺទៅដល់កន្លែងទួលមួយហ្នឹងកូនគាត់ហត់គឺពរុនហ្នឹងគាត់ហូបចាក់ហូបអីបន្តិចគាត់ចាប់ផ្ដើមជីកបន្តហើយរូងហ្នឹងចាប់ផ្ដើមធ្លាក់ដល់ត្រឹមចង្កេះហើយ ឆ្លៅទៅ បាទរូងហ្នឹងចាប់ផ្ដើមធ្លាក់ដល់ត្រឹមចង្កេះហើយដល់ពេលអញ្ចឹងគាត់គិតថាចុះរូងប្រមាមិនបានវាជ្រៅមិនហើយក៏រូងមិនក៏ធំទៅអញ្ចឹងគឺគាត់សម្រេចចិត្តថានឹងចុះទៅក្នុងរូងហ្នឹងដើម្បីឲ្យមើលគាត់សម្រេចចិត្តតែអញ្ចឹងហើយប្រាប់កូនរបស់គាត់ហ្នឹងថាត្រូវតែប្រយ័ត្នចាក់ប្រមាវាចេញអញ្ចឹងណាគឺដល់ពេលហ្នឹងគឺគាត់ឲ្យមើលគឺអត់ឃើញអីទេគឺគាត់ជីកបន្តទៅទៀតបានប្រហែលជា4ទៅ5ម៉ែត្រហើយផុតអាកន្លែងដែលទួលហ្នឹងគឺចូលទៅដល់ទួលមួយទៀតដល់ពេលចូលទៅដល់ចិត្តដល់ទួលមួយទៀតគឺគាត់ជីកប៉ះអាកដាស់ដែលរបៀបថាយើងយកមកបាយជាមួយលាជខ្មោច បាទ អាកដាស់ហ្នឹងអាកដាស់គេបាយមួយលាជខ្មោចហ្នឹង កដាលុយចិនហ្នឹង បាទរៀបថាសភៅការចាស់ជំនាន់មុនច្រើនបាយមួយលាជដល់ពេលអញ្ចឹងគឺគាត់គាត់ថាចុះហងប្រមាមិនក៏រៀបមានអាហ្នឹងគាត់ក៏អញ្ចឹងគាត់យកអាកដាស់ហ្នឹងយកបាយមកលើហើយនេស្នាហ្នឹងក៏សួរថាប៉ាឯងមិនក៏មានអាកដាស់ហ្នឹងគេសម្រាប់តែបាយជាមួយលាជខ្មោចតាវាអញ្ចឹងហើយថាគាត់និយាយថាអញក៏អត់ដឹងដែរអញ្ចឹងគាត់ចាប់ផ្ដើមជីកបន្តទៅដល់កន្លែងទួលមួយទៀតដល់ពេលអញ្ចឹងទៅដល់កន្លែងហ្នឹងរៀងជ្រៅជាងហ្នឹងទៀតសឹងតែត្រឹមធូងហើយដល់ពេលអញ្ចឹងគាត់ចាប់ផ្ដើមចុះហៅទៅមើលដល់ពេលហ្នឹងហើយគឺគាត់ឃើញភ្នែកមកគូស្លឹងមើលមកកាន់គាត់ហើយភ្នែកហ្នឹងធំហើយឡើងក្រហមប៉ុន្តែគឺគាត់អត់បានឃើញមុខច្បាស់ទេព្រោះដោយសារនៅក្នុងរូងហ្នឹងគឺវាងឹត បាទ ដល់ពេលគាត់ឃើញអញ្ចឹងគឺគាត់ចាប់ផ្ដើមព្រឺសបល់ហ្មងគឺគាត់ថាមិនមែនប្រមាទេគឺគាត់ថាមិនដឹងថាជាស្អីទេដល់ពេលអញ្ចឹងគឺគាត់ប្រាប់បកកូនរបស់គាត់ហ្នឹងគាត់ថាបើចាំជីកទេរូងហ្នឹងប្រមាហ្នឹងវាបានចេញទៅគាត់អត់ប្រាប់កូនគាត់ដោយសារតែខ្លាចកូនគាត់ហ្នឹងខ្លាចដល់ពេលអញ្ចឹងគឺគាត់ចាប់ផ្ដើមប្រមូលអីវ៉ាន់ទាំងអស់គឺគាត់ចាប់ផ្ដើមស្រោតមែនតើហើយអាពេលហ្នឹងគឺគាត់ចាប់ផ្ដើមរុញកូនគាត់ទៅហើយពេលហ្នឹងពូរូងហ្នឹងគឺគាត់ចាប់ផ្ដើមផ្លាយវាថាគាត់ចាប់ផ្ដើមស្លេកទៅវាថាមនុស្សចាប់ផ្ដើមឈឺដូចចាញ់ភ្លាមអញ្ចឹង តន់ ហ្នឹងហើយដល់ពេលអញ្ចឹងគឺគាត់ចាប់ផ្ដើមដើរទៅប្រហែលជា10ម៉ែត្រទៅ10ម៉ែត្រជាងទេគឺចាប់ផ្ដើមលឺសំឡេងសត្វប្រមានឹងវាស្រែកដល់ពេលអញ្ចឹងគាត់គិតថាតិចគីឡូសត្វប្រមាអីទៅអញ្ចឹងណាដល់ពេលអញ្ចឹងគាត់ចាប់ផ្ដើមងាកមកវិញហ្នឹងគឺងាកមកទាំងពីរនាក់ហ្មងគឺទាំងកូនរបស់គាត់ទាំងគាត់ហ្មងដល់ពេលងាកមកហ្នឹងគឺមានអភិវៈវាថាដូចខ្មោចអញ្ចឹងសក់ឡើងសពីងសពងវាបានច្រត់ចេញពីអណ្ដៅហ្នឹងវាច្រត់មកអញ្ចឹងវាច្រត់អើតផុតពីរូបមកត្រឹមហ្នឹងគឺកំពុងតែស្រឡឹងមើលមកកាន់គាត់ហើយមុខមិនមែនថាលក្ខណៈថាលួយទេលក្ខណៈថាតប៉ៅរៀងខ្ទិវាថាយើងដូចជាវាចិត្តក្រៀមអញ្ចឹងវាអញ្ចឹងកំពុងតែស្រឡឹងមើលមកកាន់គាត់ហ្នឹងវាស្រឡឹងមើលអត់ដាក់ភ្នែកទេ កដាថ្ងៃត្រង់ហ្មង កដាថ្ងៃត្រង់ហ្មងបើនិយាយទៅមិនមែនកដាថ្ងៃត្រង់ហ្មងប្រហែលជា7 2ហើយ7 ថ្ងៃហើយ ហ្នឹងឯងភ្លឺចាស់ហ្នឹង បាទហើយពេលអញ្ចឹងគឺវាកំពុងតែច្រត់ដៃស្រឡឹងមើលមកកាន់គាត់អញ្ចឹងដល់ពេលអញ្ចឹងគឺគាត់ទាំងពីរនាក់ហ្នឹងគឺអត់បានយកអីទេអីវ៉ាន់គាត់ទាំងអស់គាត់បោះចោលទាំងអស់គឺគាត់បោះចោលគាត់និយាយរួមទៅគាត់រត់យកតែប្រាស់យកទេគាត់រត់យកតែមករួចខ្លួនរបស់គាត់ទេប៉ុន្តែអាសភាវៈហ្នឹងអត់បានដេញគាត់មកទេគឺវានៅតែបន្តស្រឡឹងមើលមកគាត់ទៀតរហូតដល់គាត់រត់បានប្រហែលជា50ម៉ែត្រទៅ100ម៉ែត្រគាត់នៅតែស្រឡឹងមកនៅតែឃើញអាសភាវៈហ្នឹងនៅតែមើលគាត់ទៀត ចូលស្រឡឹងពីចង្អាយមក បាទនៅតែអើតស្រឡឹងមើលមកគាត់ទៀតពេលអញ្ចឹងដល់ពេលអញ្ចឹងគឺពូរុងហ្នឹងគឺគាត់ចាប់ដើមឈឺរបៀបថាដូចគ្រុនចាញ់ភ្លាមអញ្ចឹងគឺគាត់ចាប់ដើមរងាញាក់ហើយប៉ុន្តែស្នាហ្នឹងវាគ្រាន់តែខ្លាយទេវាអត់បានមានអីកើតឡើងទេដល់ពេលអញ្ចឹងណា បាទ ដល់ពេលអញ្ចឹងគឺរត់ទៅដល់កន្លែងម៉ូតូពូរុងហ្នឹងគឺគាត់
អត់បើកម៉ូតូកើទេវាថាគាត់កំពុងតែញាក់ឈឺហើយ ហ្នឹងហើយ បាទកំពុងតែញាក់ឈឺហើយដល់ពេលអញ្ចឹងគឺស្នាហ្នឹងគឺវាជាអ្នកដប់ពរុនហ្នឹងហើយពរុនហ្នឹងបើនិយាយទៅគឺគាត់ឈឺហ្នឹងវាថាសំបីតាជិះម៉ូតូតោងក៏តោងក៏ចង់ជាប់ដែរវាថាឈឺភ្លាមរវាដូចចាញ់អញ្ចឹងមកដល់ពេលអញ្ចឹងគឺស្នាហ្នឹងវាបានយកកម្មាយកមកចងជាមួយនឹងឪវាហ្នឹងចងរបៀបថាយើងចងពីក្រោយយកមកពាត់ជាមួយវាហ្នឹង ដូចគាត់លុះប្រឡឹងពេក បាទដល់ពេលអញ្ចឹងដៃមួយខាដៃគាត់ទាំងពីរហ្នឹងយកមកដាក់អោបសំបីតាកាអោបហ្នឹងក៏អោបអត់ចង់ជាប់ដែរហើយស្នាហ្នឹងវានិយាយជាមួយប៉ាវានៅថាប៉ាឯងនេះតោងខ្ញុំមកជាប់ហើយធម្មតាអាផ្លូវខ្សាច់ក្លិកដល់ពេលអញ្ចឹងគឺព្រោះហ្នឹងគាត់ខំប្រឹងធ្វើស្មារតីរបស់គាត់ឲ្យមាំដល់ពេលអញ្ចឹងជិះមកដល់ផ្ទះម៉ោងប្រហែលជាសឹងតែ5ទៅ6ហើយអាពេលហ្នឹងគឺម៉ោង6ខែហ្នឹងវាអត់ទាន់លក្ខណៈថាវាអត់ល្ងឹតភ្លាមទេអញ្ចឹងណាវានៅភ្លឺឡើយទេដល់ពេលគាត់មកដល់ក្រែមុខផ្ទះរបស់កូនប្រសាគាត់នឹងរបស់កូនស្រីរបស់គាត់ហ្នឹងគឺគាត់តម្លាក់ខ្លួនដេកនៅលើក្រែហ្នឹងគឺគាត់បាត់បង់សតិនៅពេលហ្នឹងគឺគាត់បាត់បង់សតិនៅពេលហ្នឹងពេលដែលគាត់បាត់បង់សតិហ្នឹងគឺកូនប្រសារបស់គាត់និងកូនស្រីរបស់គាត់ហ្នឹងចាប់ដើមឆោឡោហើយគេបានសួរនាំទៅកាន់នេស្នាហ្នឹងតែតើជាបងអូនហ្នឹងហេតុអីបានពុកបានប៉ាទៅជាអញ្ចឹងហើយនេស្នាហ្នឹងវាបានប្រាប់ពីតារាដើមតងដែលបានកើតឡើងហ្នឹងដល់ពេលអញ្ចឹងគេគិតថាអាខ្មោចព្រៃហ្នឹងវាធ្វើពូរុនហ្នឹងហើយដល់ពេលអញ្ចឹងគឺគេនៅក្នុងភូមិហ្នឹងគឺមានគ្រូអាគមមួយគាត់រៀងខ្លាំងដែរគាត់ក៏ជាព្រានព្រៃគាត់ក៏ជាគ្រូអាគមខ្លាំងដែរដល់ពេលអញ្ចឹងក៏គេទៅអញ្ជើញគ្រូហ្នឹងមកគេអញ្ជើញគ្រូហ្នឹងមកគាត់គ្រូហ្នឹងមកគាត់ថាអូមនុស្សហ្នឹងគឺខ្មោចព្រៃកំពុងតែធ្វើកំពុងតែចូលស្ថិតហើយអាខ្មោចព្រៃហ្នឹងវាចូលស្ថិតហើយវាចង់យកពូរុនហ្នឹងហើយកូនរបស់គាត់ហ្នឹងក៏របៀបថាភ័យផងអីផងក៏សួរទៅគ្រូហ្នឹងថាគួរធ្វើម៉េចដើម្បីឲ្យពុករបស់គាត់ដឹងខ្លួនមកវិញអញ្ចឹងណាចឹងគ្រូហ្នឹងគាត់ថាត្រូវតែបដិញ្ញាខ្មោចព្រៃហ្នឹងចេញទៅវិញបើបរិញ្ញាមិនទាន់ពេលទេគឺពិបាកដោយសារតែធម្មតាបើសិនជាវានៅក្រៅខ្លួនយើងស្រួលពាត់សីមាពាត់អីដើម្បីកុំឲ្យវាចូលមកណាបាទបើសិនជាវាចូលក្នុងខ្លួនហើយសភាវៈហ្នឹងតែវាចូលក្នុងខ្លួនហ្នឹងគឺពិបាកអត់ដូចខ្មោចស្រាប់យើងបាទអត់ដូចទេគឺវាកាចខ្លាំងណាស់ដល់ពេលអញ្ចឹងគាត់ថាត្រូវធ្វើវិធីហ្នឹងឲ្យត្រឹមត្រូវគាត់របៀបថាគាត់យកអាទៀន4ដាវហ្នឹងយកដុតរបៀបថាគេកាលពីមុនហ្នឹងគេធ្វើគេច្រើនតែមានបកគោខាងលើ4អញ្ចឹងណាដល់ពេលអញ្ចឹងគាត់យកទៀនយកដុតនៅហ្នឹងហើយគាត់ទាញអាខ្សែរបស់សីមាហ្នឹងយកមកចងជាប់ជាមួយនឹងទៀនហ្នឹងគាត់4ជ្រុងបាទគាត់4ជ្រុងដល់ពេលគាត់4ជ្រុងហ្នឹងហើយគាត់យកអាសតុនរបស់គាត់ហ្នឹងគាត់កាន់ផ្ទើហ្នឹងលាស់ទៅលើខ្លួនរបស់ពរុនហ្នឹងដល់ពេលលាស់បានតែ2 3ផាច់គឺពរុនគាត់ចាប់ប្រាំក្រោកមកហើយក្រោកមកហ្នឹងគឺគាត់ពុយប៉ែនភ្នែនហើយដៃរបស់គាត់ច្រត់អញ្ចឹងគាត់និយាយថាឯងហៅអញមកធ្វើអីចឹងថាហែងហៅអញមកធ្វើអីដល់ពេលអញ្ចឹងគ្រូហ្នឹងថាចូលទៅក្នុងខ្លួនគេធ្វើអីឯងនៅដល់ឯងទៅគេនៅដល់គេទៅឯងចូលទៅក្នុងខ្លួនគេធ្វើអីគ្រូគាត់គេនិយាយអញ្ចឹងដល់ពេលអញ្ចឹងវាថាអាមួយហ្នឹងទៅជីករុំរបស់ឯងអញចង់ធ្វើអីវាទេតែវាទៅផ្លាញផ្ទះរបស់អញវាចឹងធម្មតាមនុស្សយើងចុះអាយើងអត់ដឹងមិនយើងទៅជីកយើងគិតថាហុងប្រមាហ្នឹងហើយវាចឹងចំផ្ទះចំរុំរបស់គេគ្រូហ្នឹងមុនដំបូងគាត់និយាយស្រួលទេគាត់ថាចេញទៅវិញទៅឥឡូវចង់បានអីចង់បានមន់ឆ្កាងចង់បានមន់ស្ងោឬមន់រស់មន់អីគេឲ្យបានអញ្ចឹងណាដល់ពេលអញ្ចឹងគឺអាខ្មោចហ្នឹងវាថាវាអត់ចង់បានអីទេវាចង់បានជីវិតរបស់ពូរុនហ្នឹងដល់ពេលនិយាយអត់ត្រូវគ្នាគឺគ្រូហ្នឹងគាត់ដើរទៅផ្ទះគាត់កាត់អាធាងក្តារហ្នឹងមកធម្មតាគាត់សីមាគឺព្រលឹងហ្នឹងអត់អាចចេញទៅទៀតទេគាត់កាត់ធាងក្តាររបស់គាត់មក3ធាងក្តារគាត់យកធាងក្តារហ្នឹងមកសូត្រឧបកិច្ចឲ្យគាត់វាយដល់គាត់វាយដំបូងគឺវាក្រាញ់មែនតែគឺវាអត់ព្រមចេញទេវាលក្ខណៈថាវាក្រាញ់វាព្រមចេញដល់ពេលអញ្ចឹងដល់ពេលវាយអស់ធាងក្តារហើយនៅតែព្រមចេញគឺគាត់ចាប់ផ្ដើមយកខ្សែរបស់សីមាយកមកចងមេដៃនេះចងមេដៃហ្នឹងគាត់ចាប់ផ្ដើមយកអាចកូមខ្លារបស់គាត់ដែលគាត់ដាក់គ្រូគុំគាត់តែមានបាទយកមកចុចនឹងកញ្ចក់ដៃហ្នឹងដល់ពេលហើយវាស្រែកតែលែងអញទៅហេតុអីបានមកចេះដឹងរឿងអញអញ្ចឹងណាគេនៅដល់មនុស្សយើងថាខុសឆ្គងអីយើងដោះស្រាយគ្នាទៅនិយាយគ្នាទៅគេមើលយើងឃើញទេអញ្ចឹងណាប៉ុន្តែវានៅតែរឹងរូសហើយគាត់ទាញអាឆ្នាំងដីរបស់គាត់វាមិនធំទេប៉ុណ្ណឹងវាមិនធំប៉ុណ្ណឹងឬទូចពេកទេប៉ុណ្ណឹងបាទហើយនៅលើដាក់ឆ្នាំងដីហ្នឹងគឺគាត់មានអាកណាត់ពណ៌ក្រហមសម្រាប់ចងខ្សែរបស់ម៉ាហ្នឹងហើយគាត់បើកកណ្ដោបឆ្នាំងដីហ្នឹងគាត់ចុចកណ្ដាលគាត់សូត្របដាតែមិនធុកទេគឺព្រលឹងមួយហ្នឹងចូលទៅក្នុងឆ្នាំងដីហ្នឹងដល់ចូលទៅក្នុងឆ្នាំងដីហ្នឹងហើយគឺគាត់ចាប់ដើមចងកណ្ដោបឆ្នាំងដីហ្នឹងហើយព្រោះហ្នឹងគឺគាត់ចាប់ដើមស្លាប់ហើយលុះរហូតទៅដល់ស្អែកបានព្រោះហ្នឹងគាត់ដឹងខ្លួនប៉ុន្តែដឹងខ្លួនហ្នឹងគឺអត់ទាន់ស្រួលទេហើយគ្រូហ្នឹងគាត់ប្រាប់ថាត្រូវតែយកមនុស្សហ្នឹងទៅបោះកម្រោឬក៏ឲ្យលោកស្រោចទឹកឲ្យបោះកម្រោនេះទេបងហើយរបៀបថាបោះកម្រោហ្នឹងវាថាបោះអាភាពចង្រៃចេញពីខ្លួនរបស់យើងណាហើយគាត់ប្រាប់ថាឲ្យធ្វើអាប៉ែបែងរូបហ្នឹងផងធ្វើប៉ែបែងរូបរបៀបថាគេកាត់ធ្វើប៉ែគេមានរូបតូចដល់តែហ្នឹងអញ្ចឹងណាដល់ពេលអញ្ចឹងគឺធ្វើនៅអាប៉ែបែងរូបហ្នឹងកាត់គ្រោះកាត់អីហើយអាប៉ែគាត់មកផ្ទះហ្នឹងគឺគាត់ចាប់ដើមស្រួលខ្លួនវិញដល់ពេលអ្នកភូមិអ្នកស្រុកផ្អើលទៅសួរទៅនាំទៅគឺគាត់និយាយប្រាប់គាត់ថាពេលដែលគាត់អោនមើលហ្នឹងគឺ
ខ្មោចកំពុងតែស្រឡឹងមើលមកកាន់គាត់អាពេលហ្នឹងដូចយើងនិយាយពីខាងដើមអញ្ចឹងណា បាទ អាពេលហ្នឹងគឺគាត់សម្រេចថាគាត់អត់ចូលទៅក្នុងព្រៃដើម្បីរកសត្វប្រមាហ្នឹងទៀតទេគឺគាត់រៀងហើយរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេ អូខេឥឡូវយើងសូមបញ្ចប់រឿងទី3មួយសិនអូខេអ្នកនរនេះនេះគឺជាសាច់រឿងទី3ជាមួយនឹងព្រានព្រៃយើងដាក់ឈ្មោះយ៉ាងយ៉ាងថាព្រានព្រៃគាត់ត្រកម្មប្រមាណនៅក្នុងព្រៃតែបែរជាប៉ះជីកចំរូងខ្មោចព្រៃ បាទ បាទហើយនេះក៏គឺមួយដែរតែនេះជំនាន់មុនទេយើងបបបាញ់សត្វព្រៃបានតែឥឡូវអត់កើតទេដោយសារច្បាប់របស់យើងចាប់ដើមរឹតបន្តឹងទៅបានល្អមែនតើបាទហើយអ្នកនរនេះយកឃើញមិនដែរចំពោះសាច់រឿងទី3របស់បងប្រុសគាត់បានចែកម្លែកអាចបញ្ចេញមតិយោបល់ខាងក្រោមបានអញ្ចឹងយើងសោមមួយសាច់រឿងទៀត បាទបាទ បាទអូខេតាមអញ្ជើញចូលសាច់រឿងទី4ណាបង សាច់រឿងទី4នេះបើនិយាយទៅក៏វាពាក់ព័ន្ធជាមួយនឹងរឿងអភិនិហាដែរវាចឹងប៉ុន្តែវាមិនខ្លាំងពេកទេនៅក្នុងអំឡុងឆ្នាំដូចជា1993ហើយនៅភូមិមួយគេហៅថាភូមិទឹកជុកហើយរឿងនេះដែរខ្ញុំបានទទួលបានពីលោកយាយម៉ៅទេការជំនាន់ហ្នឹងគឺពុកម្ដាយរបស់ខ្ញុំហ្នឹងគឺគាត់បានរើពីភូមិ35ទៅរស់នៅក្នុងភូមិមួយគេដែលគេហៅថាកំពង់កញ្ញាអ្នកខ្លះគេហៅថាកំពង់សាខាចាស់ចឹងណា បាទ នៅក្នុងភូមិហ្នឹងគឺឪពុករបស់ខ្ញុំហ្នឹងគាត់ទៅធ្វើជាមេការរបស់អុកញ៉ាមួយបើនិយាយទៅគឺគាត់ជាអ្នកមាននៅក្នុងភូមិហ្នឹងដែរគាត់មានចការកស៊ូមានអីច្រើនដែរនៅក្នុងភូមិហ្នឹងហើយម្ដាយរបស់ខ្ញុំគឺគាត់អត់ធ្វើការអីទេដល់ពេលគាត់តនេពេកនិយាយថាគាត់អត់សុខពេកក៏គាត់ចាប់ដើមធ្វើនំលក់ហើយការធ្វើនំលក់របស់គាត់ហ្នឹងទៀតសោតគឺគាត់ក៏រកធ្វើនៅពេលយប់ម៉ោងប្រហែលជា4ម៉ោង4ជាងគឺគាត់ក៏រកហើយលោកយាយម៉ៅហ្នឹងគឺគាត់នៅបើនិយាយទៅគឺគាត់នៅឈៀងមុខផ្ទះខ្ញុំចេះវានិយាយទៅខាងលិចខាងកើតណា បាទ ដល់ពេលអញ្ចឹងថ្ងៃមួយហ្នឹងក៏គាត់ដើរមកដល់កន្លែងដែលម៉ែខ្ញុំធ្វើនំហ្នឹងធម្មតាគឺខ្ញុំមាន2នាក់បងប្អូនមាន2នាក់បងប្អូនហ្នឹងគឺពេលដែលម៉ែខ្ញុំក្រោកមកធ្វើនំតែងតែយកអាកាតេលហ្នឹងយកទៅដេកនៅចិត្តម៉ែខ្ញុំហ្នឹងហើយមិនមែននៅចិត្តពេកខ្លាច់ប្រេងខ្លាច់អីវានេះអញ្ចឹងណា បាទ តែងតែដេកចិត្តហ្នឹងដល់ពេលអញ្ចឹងលោកយាយម៉ៅហ្នឹងគឺគាត់មកនិយាយលេងជាមួយម៉ែខ្ញុំហើយក៏និយាយចុះនិយាយឡើងទៅក៏ធ្លាក់ទៅដល់គ្រួសារមួយហ្នឹងគឺគាត់ការរហូតទៅដល់ 4-5 ឆ្នាំហើយគឺគាត់អត់មានកូនទេរបៀបថានៅកន្លែងមួយតែងតែទៅសុំកូនមកបានអញ្ចឹងណាហើយអ្នកខ្លះគេថាជាអ្នកតាព្រៃអញ្ចឹងទៅគេមានខ្ទមមានអាសនៈនៅក្នុងព្រៃរបៀបថានៅភូមិទឹកជុកហ្នឹងចូលទៅម្ខាងហ្នឹងវាមានជ្រោះលក្ខណៈមានជ្រោះមានព្រៃដុះតាមមាត់ជ្រោះមាត់អីអញ្ចឹងណា បាទ ហើយនៅមាត់ជ្រោះហ្នឹងគឺមានខ្ទមនៅហ្នឹងហើយដល់ពេលអញ្ចឹងទៅគឺប្តីប្រពន្ធហ្នឹងចេះតែនៅយូរទៅអត់មានកូនហើយក៏ចង់បានកូនហើយថ្ងៃមួយហ្នឹងតាមួយក៏គាត់មកប្រាប់ថាបើចង់បានកូនណៃទៅសុំកូនគេទៅនៅខ្ទមអ្នកតាហ្នឹងគេសុំ2-3នាក់ឲ្យបានអញ្ចឹងណាដល់ពេលអញ្ចឹងថ្ងៃមួយក៏គាត់ពិភាក្សាគ្នាប្តីប្រពន្ធរបស់គាត់ហ្នឹងគាត់ពិភាក្សាគ្នាគាត់ថាឯងទៅសុំកូនទៅអីក៏បានបន្តពូជបន្តអីគេអញ្ចឹងណាដល់ពេលអញ្ចឹងគឺគាត់ពិភាក្សាគ្នារហូតដល់10ថ្ងៃជាងទៅគាត់សម្រេចថានឹងទៅសុំកូនពីខ្ទមអ្នកតាហ្នឹងហើយខ្ទមអ្នកតាហ្នឹងទៀតសោតគឺយើងមិនប្រកាសថាអ្នកតាឬមួយក៏ព្រាយទេនៅខ្ទមអ្នកតាហ្នឹងមិនដឹងថាអ្នកស្ថិតនៅខ្ទមហ្នឹងព្រាយឬមួយក៏អ្នកតាទេគឺម្លងបានផាយជាកន្លះខែទេគឺមានមនុស្សម្នាក់និយាយទៅដូចជាតាចាស់មួយចឹងគឺគាត់បានលាកខោកុងនៅហើយគាត់ដើរដោះអាវទេគាត់បានដឹកដៃក្មេងមួយហ្នឹងមកហើយក្មេងមួយហ្នឹងទៀតគឺប្តីប្រពន្ធហ្នឹងនៅក្នុងយល់សពហ្នឹងគឺយល់សពដូចគ្នាហ្មងគឺគាត់យល់សពឃើញថាមានតាហ្នឹងគាត់ដឹកដៃក្មេងហ្នឹងយកមកពេលដែលដឹកដៃមកហ្នឹងក្មេងហ្នឹងគឺអត់បានលើកមុខមកមើលគាត់ទេក្មេងហ្នឹងណា បាទ វាថាក្មេងហ្នឹងចេះដើរប៉ុន្តែក្មេងហ្នឹងតូចមែនតើវាថាតូចវាចេះដើរវាដើរវាថាស្រាប់អណលកុកទេតែវាចេះដើរវាថាក្មេងប្រហែលជាអាយុ7-8 ខែយើងទេតែវាចេះដើរបាទវាថាវាដើរតោងដៃតាហ្នឹងមកក្មេងហ្នឹងវាដើរឲ្យមុខវាអត់ងើបមុខមកលើឲ្យប្តីប្រពន្ធហ្នឹងបានឃើញទេ បាទ ហើយតាហ្នឹងក៏ប្រាប់ថាយកទៅគឺនៅសល់តែមួយហ្នឹងទេគេប្រាប់អញ្ចឹងណាហើយដល់ពេលអញ្ចឹងគឺប្តីប្រពន្ធហ្នឹងពេលដែលគាត់ភ្ញាក់មកវិញហ្នឹងគឺប្រពន្ធចង់ប្រាប់ប្តីចង់ប្រាប់ប្រពន្ធថាបានយកសពឃើញថាគេយកកូនមកឲ្យក៏ប្រាប់ទៅប្រពន្ធហ្នឹងក៏ប្រាប់ទៅវិញទៅថាអញ្ចឹងយើងយកសពដូចគ្នាហើយវាថាយើងយកសពដូចគ្នាហើយដល់ពេលអញ្ចឹងបានប្រហែលជាកន្លះខែហើយជាចិត្តកន្លះខែទេប្រពន្ធហ្នឹងចាប់ដើមចាញ់ហើយប្រពន្ធហ្នឹងចាប់ដើមចាញ់ហ្នឹងទៀតគឺចលែកមែនតើប្រពន្ធហ្នឹងឃ្លានតែសាច់ឆៅទេប្រពន្ធហ្នឹងឃ្លានតែសាច់ឆៅទេហើយប្តីហ្នឹងអត់សង្ស័យទេដោយសារតែនឹកឃើញថាពេលមនុស្សចាញ់ធម្មតាតែងតែឃ្លានអីប្លែកៗអញ្ចឹងហ្នឹងហើយដល់ពេលឃ្លានអីប្លែកៗអញ្ចឹងគឺប្តីនិយាយថាមកធ្វើម្ហូបទិញសាច់គោក៏ដោយសាច់ជ្រូកក៏ដោយពេលច្រើនគឺអត់ហូបសាច់ត្រីទេពេលច្រើនគឺសាច់គោនិងសាច់ជ្រូក បាទ ជាពិសេសគឺសាច់គោអត់ដែលខានទេឧទាហរណ៍ថាគាត់ឆាក៏ដោយអីក៏ដោយត្រូវតែឲ្យនៅជាប់ឈាមតិច កុំឲ្យឆ្អិនពេក បាទអត់ឲ្យឆ្អិនពេកទេបន្តទៅដល់ថ្ងៃដែលគោនឹងបានកើតមកដល់ពេលគោនឹងបានកើតមកគឺធម្មតាគោនឹងបានកើតមកធម្មតាទេអត់មានរឿងអីបានកើតឡើងទេហើយនិយាយមកនិយាយអីបានលក្ខណៈថាគាត់មកបង្កើតមកអីធម្មតាគឺអត់មានរឿងអីចម្លែកទេគោនឹងបានប្រហែលជា5ទៅ6ខែវាថាគោនឹងវាចេះវា6ទៅ7ខែគោនឹងវាចេះវាដល់ពេលអញ្ចឹងគឺធម្មតាប្តីទៅធ្វើការធម្មតាប្តីកម្មករជាជាទេបងប្តីកម្មករជាជា
ដល់ពេលអញ្ចឹងធម្មតាប្តីទៅជាជួអញ្ចឹងទៅប្រពន្ធនៅផ្ទះហើយធម្មតាទៅស្អែកខ្ចីផងមិនឲ្យប្រពន្ធនៅផ្ទះ ហើយ អត់ឲ្យប្រពន្ធទៅជួយទេខ្លាចទាស់ខ្លាចអីត្រូវសើទៅអីចឹងណា បាទ ប្រពន្ធហ្នឹងថ្ងៃមួយក៏ទិញសាច់គោហ្នឹងប្រហែលជាកន្លះគីឡូហើយផ្ទះរបស់គាត់ហ្នឹងទៀតគឺផ្ទះរបៀបថាយ៉ាងខ្ពស់ប៉ុន្មានខ្ពស់ប៉ុន្មានទេហើយខ្ពស់ផុតពីដីមកយើងមកធម្មតាទៅវាប៉ះក្បាលណាដល់ពេលអញ្ចឹងគឺគាត់យកអាសាច់គោហ្នឹងយកទៅភ្ជួរនៅតសផ្ទះហើយតសផ្ទះគាត់មានដងដីគោគឺវាខ្ពស់ដែរ ហ្នឹង គាត់ខ្លាចឆ្មាខ្លាចអីវាសដោងយកសាច់ហ្នឹងមកស៊ីមកអីចឹងណាដល់ពេលអញ្ចឹងគឺគាត់ទៅលាងចានលាងឆ្នាំងនៅចក្រានធម្មតាគាត់មានចក្រាននៅខាងក្រោយហើយកូនរបស់គាត់ដាក់នៅនេះអញ្ចឹងគាត់បាត់ទ្វារកុំឲ្យកូនវាក្លាប់ទៅវាធ្លាក់ដីអីចឹងណាហើយទ្វារបាត់អួចបាត់ទេវាមិនមែនថាអួចបាត់ទេអួចមានបើកតែមានពលឺមានអីដែរប៉ុន្តែបាត់ទ្វារខ្លាចកូនគាត់វាធ្លាក់ យល់ ដល់ពេលអញ្ចឹងគឺគាត់ទៅខាងក្រោយហ្នឹងដើម្បីលាងចានតាមបាយតាមអីហ្នឹងដល់ពេលគាត់ត្រឡប់មកវិញគាត់ឃើញថាសាច់គោដែលគាត់បានជួហ្នឹងគឺបាត់ហើយនៅសល់តែថងទេហើយដាមហ្នឹងដាមនិយាយថាមានស្អីហែកពីខាងក្រោមមកហើយគាត់គិតថាឆ្មាសាច់ឆ្មាវាមកហែកអីវា ដូចឆ្មាដូចឆ្ងាយខាំថងតលុប ហ្នឹងហើយ យកតាមក្រុមវិញ ដល់ពេលអញ្ចឹងគឺគាត់ក៏ចុះមកខាងក្រោមហ្នឹងដើម្បីរហ្នឹងខ្លាចឆ្មាហ្នឹងវាតោងមកធ្លាក់មកខាងក្រោមហើយយើងអាចរើសបានរើសអីចឹងណាដល់ពេលអញ្ចឹងរត់ឃើញក៏គាត់ទៅមើលកូនគាត់របៀបថាគាត់បបាល់កូនរបៀបថាបបាល់កូនចង់បបាល់កូនអញ្ចឹងណាស្រាប់តែនៅនឹងមាត់របស់កូនគាត់ហ្នឹងមានប្រឡាក់ឈាមប៉ុន្តែវាប្រឡាក់ច្រើនទេគឺវាប្រឡាក់តិចរបៀបថាវានៅជាប់តិចវានៅជាប់តិចទេហើយអញ្ចឹងគឺគាត់អត់សង្ស័យទេគាត់ចេះតែឆ្ងល់ថាឈាមហ្នឹងវាមកពីណាខ្លាចអាឆ្មាវាពំវាអីទៅវារត់លោតម្លងទៅវាប្រឡាក់អាឈាមជាប់មាត់កូនជាប់អីចឹងណាហើយគាត់មើលអានេះអីហ្នឹងគឺអត់មានទេអត់មានឈាមមានអីទេ កតោ បាទអត់មានប្រឡាក់ឈាមប្រឡាក់អីទេដល់ពេលអញ្ចឹងគឺគាត់និយាយថារឿងម្ដងហ្នឹងគឺឲ្យវាហួសទៅណា ក៏អត់ស្ចាប់អារម្មណ៍ធម្មតាឆ្កែឆ្មាពំសាក់យើងក៏មិនទៅគិតច្រើន ដល់ពេលអញ្ចឹងថ្ងៃមួយគឺគាត់យកសាច់ជ្រូកហ្នឹងយកមកដាក់នៅកន្លែងហ្នឹងទៀតដល់ពេលគាត់យកសាច់ជ្រូកយកមកដាក់នៅកន្លែងហ្នឹងគឺសាច់ជ្រូកហ្នឹងបានបាត់ទៀត ដូចសាច់គោមុន ដូចសាច់គោពីពេលមុនអញ្ចឹងសាច់ជ្រូកហ្នឹងបានបាត់ទៀតដល់ពេលសាច់ជ្រូកហ្នឹងបានបាត់ទៀតគឺអាកន្លែងកម្រាលដែលកូនគាត់ហ្នឹងមានប្រឡាក់ខ្លាញ់ជ្រូករបៀបថាដូចមានស្អីយកមកជូតអីចឹងណារបៀបចឹងដល់ពេលអញ្ចឹងគឺគាត់ចាប់ផ្ដើមសង្ស័យកូនហ្នឹងតិចហើយគាត់ចាប់ផ្ដើមសង្ស័យកូនហ្នឹងតិចហើយថ្ងៃមួយគឺគាត់ចាប់ផ្ដើមបសោកូនហ្នឹងហើយប្តីរបស់គាត់ហ្នឹងថ្ងៃហ្នឹងគឺគាត់អត់ទៅជាជួទេរបៀបថាពេលយប់មេឃភ្លៀងអញ្ចឹងធម្មតាដើមកស៊ូពេលមេឃភ្លៀងពេលយប់ពេលព្រឹកវាមិនសើម បាទ អញ្ចឹងគេទៅជាជាតិកាលទេវាសើមអញ្ចឹងណាតាមមុខតាមអីចឹងទៅប្តីហ្នឹងគឺនៅហូបចុកហ្នឹងនៅជាមួយនឹងផ្ទះដែលនៅគៀកហ្នឹងអញ្ចឹងណាធម្មតាអ្នកស្គាល់នេះយើងទៅ បាទ មេឃភ្លៀងមេឃអីយើងហូបស្រាសស្រាថ្នាំអីជាមួយគ្នាអញ្ចឹងទៅដល់ពេលអញ្ចឹងថ្ងៃហ្នឹងគឺប្រពន្ធរបស់គាត់ហ្នឹងដោយសារតែមានចិនលក្ខណៈថាគេយកមកហូបយកអីស្រស់ៗមកពីក្រៅយកមកលក់មានតូបនេះអីចឹងណាតូចតាអញ្ចឹងគាត់ទិញសាច់គោហ្នឹង1គីឡូយកមកថ្ងៃមួយក៏គាត់ចង់បដោតគោហ្នឹងគាត់យកអាសាច់គោហ្នឹងយកទៅភ្ជួរនៅអាដៃគោហ្នឹងដែលធ្លាប់បាត់សាច់ជ្រូកនិងសាច់គោហ្នឹង បាទ ដល់ពេលហើយគឺគាត់ហៅប្តីរបស់គាត់ហ្នឹងមកលួចមើលហើយទ្វាររបស់គាត់ហ្នឹងគឺនិយាយថាគាត់ចំហវាមិនធំប្រហែលទេនិយាយថាគាត់ចំហធំប្រហែលទេ មកលួចមើលឃើញ មើលឃើញដល់ពេលចាំលួចមើលស្រាប់តែគោហ្នឹងដំបងឡើយគឺវាកលាប់ទេវាកលាប់ហើយទាំងអត់ណានឹងក្មេងកលាប់វាមិនចកោងចឹង ហ្នឹងហើយ វាមិនចកោងចឹងឆ្កោងហើយវាងាកទៅមើលអាកន្លែងចក្រានបាយដែលម៉ែវាធ្លាប់ទៅដាំបាយហ្នឹងគឺវាងាកទៅមើលអញ្ចឹងដល់ងាកទៅមើលហើយក៏អត់ឃើញថាមានម៉ែវានៅដាំបាយហ្នឹងទេហើយវាក៏លេចមកមើលមាត់ទ្វារប៉ុន្តែអាទ្វារដែលគាត់បើកហ្នឹងគឺគាត់ចំហទៅចំណាតសហ្នឹងទេប៉ាំងអាកន្លែងកូនគាត់ហ្នឹងបាទដល់ពេលឪពុកម្ដាយហ្នឹងវាមើលថាលក្ខណៈថាអត់ឃើញទេគឺវាចាប់ដើមវាពី3កប់មកខាងមុខហើយវាចាប់ដើមកលេចស្លឹងឲ្យមើលទៀតនៅពេលដែលវាអត់ឃើញមនុស្សវាថាវាដល់ចិត្តតសហ្នឹងផែចងាយផែជាកន្លះម៉ែត្រពីតសទេហើយកូនហ្នឹងចាប់ដើមលោតទៅតោងនឹងតសហ្នឹងកូនហ្នឹងចាប់ដើមលោតទៅតោងនឹងតសហ្នឹងហើយដល់ពេលហ្នឹងគឺចកូនរបស់វាដុះមកវាមិនដុះផុតពីមាត់ពេកទេវាថាវាដុះចេញមកតិចបាទវាដុះចេញមកតិចទេដល់ពេលវាតោងពីតសហ្នឹងប្រហែលជាកម្ពស់1ម៉ែត្រជាងវាចាប់ដើមងាកមើលម្ដងទៀតអញ្ចឹងណាវាថាកុំឲ្យអស់សង្ស័យខ្លាចម៉ែវាឃើញអញ្ចឹងម៉ែហ្នឹងក៏ប្រងស្រែកវាថាវាស្លុតពេកបាទវាលក្ខណៈថាគាត់រៀងភាំងនឹងកូនរបស់គាត់រៀងភ័យផងភាំងផងហើយប្តីហ្នឹងចាប់ដើមយកដៃមកខ្ទង់មាត់ប្រពន្ធគឺអត់ឲ្យប្រពន្ធហ្នឹងស្រែកទេចង់ដឹងថាកូនហ្នឹងវាបន្តធ្វើអីទៀតដល់ពេលអញ្ចឹងវាថាវាអត់ឡើងទៅធម្មតាទេវាថាលោតដូចកែអញ្ចឹងពុតឡើងទៅលើតសហ្នឹងនៅពេលដែលឡើងទៅដល់លើតសហ្នឹងហើយគឺវាប្រឡែងដៃវាទាំងពីរជើងមកខាងរបស់វាលូកចូលទៅក្នុងអាលបាយអញ្ចឹងដើម្បីកែវកុំឲ្យវាធ្លាក់មកហើយដៃទាំងពីររបស់វាហ្នឹងគឺវាបានមកហែកគូថងហ្នឹងហើយកាន់សាច់គោដែលតាមចំនួន1គីឡូកាន់ជាប់នឹងដៃគឺយកមកស៊ីអញ្ចឹងគឺយកមកស៊ីអញ្ចឹងដល់ពេលអញ្ចឹងគឺឪពុកឃើញអញ្ចឹងគាត់ថាកូនហ្នឹងគឺមិនមែនកូនមនុស្សធម្មតាទេគាត់ចាប់ផ្ដើមទៅទាញអាកបិតផ្កាដែលគាត់ទុកក្នុងកងផ្ទះហ្នឹងចង់កាប់កូនរបស់គាត់ហ្នឹងហើយគឺប្រពន្ធរបស់គាត់ចាប់ផ្ដើមទាញដៃផងអីផងដោយសារតែប្រពន្ធចិត្តជាម្ដាយគឺអត់អស់ឡៃគាត់នៅស្រឡាញ់កូនបាទអត់អស់ឡៃពីកូនទេហើយចំណែករីឯប្រិយនឹងវិញគឺគាត់ធម្មតានៅប្រុសចិត្តដាច់ណា
ឃើញអញ្ចឹងគាត់ថាបើទុកទៅខ្លាចមានបញ្ហាដល់គាត់ហើយក៏ខ្លាចមានបញ្ហាដល់អ្នកស្រុកអ្នកភូមិដែរពេលដែលវាធំទៅ បាទ មិនដឹងថាវាប្រែទៅជាស្អីពេលដែលវាធំទៅយាយលោកយាយម៉ែហ្នឹងគាត់បន្តប្រាប់ទៀតគាត់បន្តប្រាប់មកម៉ែខ្ញុំហើយខ្ញុំក៏បានភ្ញាក់ស្ដាប់គាត់ដែរពេលហ្នឹង បាទ ដល់ពេលអញ្ចឹងគឺឪពុកហ្នឹងចាប់ផ្ដើមច្រាំងទ្វារឡើងទៅម្រងនឹងកាប់កូនហ្នឹងហើយប៉ុន្តែកូនហ្នឹងលះមែនតើគឺវាបានលោទៅតោងនឹងអាណោផ្ទះ នៅ ខាងលើ ផ្ទះបាទ ហើយអាសាច់គោដែលបានវាបានកាន់ស៊ីបានមួយម៉ាត់ពីរម៉ាត់ហ្នឹងវាតម្លាក់ចុះមកក្រោមវិញហើយវាលោទៅតោងហ្នឹងអញ្ចឹងគឺវាស្លឹងមើលមកកាន់ឪរបស់វាហើយស្លឹងមើលទៅកាន់ម៉ែរបស់វាថាវាក៏អត់អស់អាឡ័យពីឪពុកម្ដាយរបស់វាធម្មតាឈាម បាទ វាអត់អស់អាឡ័យទេវាតែគិតថាចង់ធ្វើបាបឪម៉ែវាទេអញ្ចឹងគឺឪពុករបស់វាហ្នឹងបានហក់ឈោងទៅកាប់អាកូនហ្នឹងប៉ុន្តែកូនហ្នឹងវាលះកាប់អត់ត្រូវទេដល់ពេលកាប់អត់ត្រូវអញ្ចឹងទៅគឺកូនហ្នឹងវាបានលោតមកដល់ចិត្តប្អួចវាលោតមកដល់ចិត្តប្អួចហ្នឹងគឺវាបានងាកមកមើលឪពុករបស់វាទៀតវាថាវាអាឡ័យលើកចុងក្រោយគឺឪពុករបស់វាចាប់តាមស្រែកឆោឡោះហើយអ្នកស្រុកអ្នកភូមិពេលហ្នឹងគឺចាប់តាមមកមើលហើយក៏ឃើញកូនហ្នឹងហើយមានអ្នកខ្លះគេទាញពលាកទាញអីចឹងទៅគេដេញចាក់កូនហ្នឹងហើយនៅចំនួនហ្នឹងគឺមានទាហានធម្មតានៅតាមភូមិតាមអីគេនៅសល់មានទាហានឆ្នាំ1993នៅអត់ដាច់ទេគឺមានទាហានអញ្ចឹងណាដល់ពេលអញ្ចឹងទាហានចំនួន2នាក់គឺគេចាប់តាមស្ពាយកំភ្លើងមកគេតាមបាញ់កូនហ្នឹងប៉ុន្តែបាញ់អត់ត្រូវទេកូនហ្នឹងលះមែនតើធម្មតាកស៊ូចំនួនហ្នឹងវាយ៉ាងធំដែរអញ្ចឹងណាគឺកូនហ្នឹងចាប់តាមលោតាមដីបើនិយាយទៅលោដូចអង្កែបចឹងកំភ្លើងបាញ់ពិតអត់ត្រូវទេកូនហ្នឹងគឺវាលោទៅតោងនឹងដើមកស៊ូហ្នឹងគឺវាលោផ្លោតទៅតោងដើមហើយអ្នកស្រុកអ្នកភូមិគេកាន់ពលាកកាន់អីកាន់ដុំថ្មមានទាហានដេញបាញ់ដេញអីចឹងទៅហើយកូនហ្នឹងគឺទឹកដៃដែលវាលោទៅហ្នឹងទៅលោទៅខ្ទមអ្នកតាហ្នឹងទៅលោតាខ្ទមហ្នឹងហើយដល់ពេលដែលលោដល់ខ្ទមហ្នឹងគឺប្រជាជននៅហ្នឹងអត់ទុកខ្ទមហ្នឹងទេគេចាប់ផ្ដើមដុតខ្ទមលើខ្ទមហ្នឹងចោលហើយ ទាំងយប់ហ្មងឬក៏ស្អែក និយាយរួមទៅមេឃអាពេលហ្នឹង